ហើយយ៉ាតាមពិតក្មេងប្រៅម្នាក់នេះគឺជាសត្វជ្រូកដែលយើងបានឃើញការពិលឹកមុនតើវារស់នៅក្នុងផ្ទះយើងជាច្រើនថ្ងៃមកហើយឥឡូវវានៅទីនេះមិនពិបាកទៅតាមរកវាយើងនឹងចាប់ឯកឲ្យបាននិយាយហើយលោកសេដ្ឋីក៏បានលោកពួនដើរចូលដោយស្ងាត់ស្ងាត់មិនឲ្យចក្រាបានដឹងឡើយបន្ទាប់ពីចាប់សត្វជ្រូកបានហើយលោកសេដ្ឋីក៏បានយកមកឃុំជ្រូកវេទមន្តយើងចាប់ឯកបានហើយឯងឆាប់ប្រាប់យើងមកតើកំណប់មាសលាក់ទុកនៅកន្លែងណាសូមលោកមានលោកសេដ្ឋីម្នាក់គាត់បានធ្វើដំណើរមកពីស្រុកឆ្ងាយហើយពេលនេះគាត់កំពុងតែធ្វើដំណើរទៅផ្ទះរបស់គាត់ណែអាខ្ចៅឯងមើលទឹកក្នុងបំពង់មើលតើមានសល់ខ្លះទីយើងដូចជាឃ្លានទឹកណាស់បាទលោកសេដ្ឋីទឹករបស់យើងអស់បាត់ទៅហើយគឺអស់តែម្ដងណាលោកសេដ្ឋីបើអញ្ចឹងឯងនៅចាំដងកាលទៀតណែមិនប្រញាប់ទៅរកទឹកភ្លាមទៅតែខ្ញុំមិនហ៊ានទេលោកសេដ្ឋីនេះយើងមកដល់ព្រៃស្ងាត់ទៅហើយខ្ញុំខ្លាចណាស់លោកសេដ្ឋីអើយយីអាខ្ចៅឯងនៅជាមួយយើងរាប់សិបឆ្នាំមកហើយឯងនៅមិនតតដឹងចិត្តរបស់យើងទៀតទេអីទៅឆាប់ទៅអេលឿនទៅតិចមួយជើងដាច់ក្បាលឥឡូវហើយកំអីលោកសេដ្ឋីខ្ញុំតែឥឡូវហើយបាទដោយខ្លាចនឹងមិនហ៊ានជាមួយលោកសេដ្ឋីផងនោះនាយខ្ចៅដែលជាអ្នកបម្រើរបស់លោកសេដ្ឋីគេក៏ប្រញាប់ចេញទៅដងទឹកភ្លាមយីអានេះវៃប្រើវីឲ្យទៅដងទឹកវាតមាត់ជាមួយអញមិនដាច់សោះប៉ុន្តែបើដល់ថ្ងៃបាក់ប្រាក់ខែវិញវាតម្រង់ជួមកគេរហូតអើយចំជាអត់កំណើតមែនលោកសេដ្ឋីកំពុងតែរងចាំនាយខ្ចៅសុកសងគាត់ស្រាប់តែមានអារម្មណ៍ថានេះអាល្អិតរបស់ខ្ញុំកំពុងតែធ្វើទុកហើយតើនេះទៅរកមើលកន្លែងនោះបន្តិចសិនបើសិនជាខ្ញុំទឹកយូរវាច្បាស់ជាស្ទះខ្យល់ស្លាប់ជាមិនខានលោកសេដ្ឋីគាត់ក៏បានទៅរកកន្លែងនោមមួយសន្ទុះក្រោយមកបន្ទាប់ពីគាត់ធ្វើការរួចរាល់ពេលនោះគាត់បានឃើញសត្វជ្រូកមួយក្បាលនោះគឺជាសត្វជ្រូកតើសត្វជ្រូកមួយក្បាលនេះមានរូបរាងចម្លែកខុសពីគេវាមានពណ៌ស្រស់ស្អាតហើយខ្លួនរបស់វាមានពន្លឺចែងចាំងដែលធ្វើឲ្យលោកសេដ្ឋីគាត់មានការភ្ញាក់ផ្អើលជាខ្លាំងនេះគឺជាសត្វជ្រូកដែលអាចប្រែក្រឡានិងបង្កាត់របស់បានគ្រប់យ៉ាងមែនទេនេះជារឿងដែលមានដំណើរតាំងពីបុរាណមកម្ល៉េះខ្ញុំមិនចង់ជឿនឹងភ្នែកតល់តែសោះថាវាពិតជាមានពិតប្រាកដមែនអោព្រះអើយសំណាងរបស់ខ្ញុំបានមកដល់ហើយតើនេះខ្ញុំនឹងទៅចាប់សត្វជ្រូកមួយក្បាលនេះដើម្បីសុំមាសពីវាលោកសេដ្ឋីគ្រាន់តែឃើញសត្វជ្រូកនេះភ្លាមក៏ពិតជាសប្បាយចិត្តខ្លាំងណាស់លោកសេដ្ឋីក៏បានចូលទៅចាប់សត្វជ្រូកនោះប៉ុន្តែមិនដូចអ្វីដែលលោកសេដ្ឋីគិតនោះទេនៅពេលដែលគាត់ចូលទៅចាប់សត្វជ្រូកនោះក៏រលាយខ្លួនបាត់ទៅពិតជាចង្រៃមែនអំបែងមិញវានៅទីនេះតើហើយចោះវាតាបាត់ហើយវាជាសត្វជ្រូកវេទមន្តនិយាយអំពីសត្វជ្រូកមួយក្បាលនេះវិញវារស់នៅក្នុងព្រៃនេះជាច្រើនឆ្នាំមកហើយហើយយ៉ាខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់បើជ្រុលជាប្រែក្រឡាទៅជាមនុស្សទៅហើយខ្ញុំនឹងដើរលេងក្នុងភូមិម្ដងទៅចោះសត្វជ្រូកមួយក្បាលនេះគេមានឈ្មោះថាចក្រាគេអាចប្រែក្រឡាទៅជាមនុស្សនៅពេលណាក៏បានដែរបន្ទាប់ពីចក្រានិយាយហើយគេក៏បានធ្វើដំណើរចូលទៅក្នុងភូមិនំស្រស់នំខ្ញុំមានរសជាតិឈ្ងុយឆ្ងាញ់ណែបើបានភ្លក់ម្ដងហើយណាដឹងតែចប់ចិត្តចប់ថ្លើមជាមិនខានមកអាល្អិតទិញនំរបស់ពូទេណែពូប្រាប់ទៅចោះណានំនេះគឺជាម្សៅថ្មីដែលប្រពន្ធពូនាងបានកិនម្សៅកាលពីល្ងាចមិញហើយពេលព្រឹកនាងក៏បានដុតវាឯងឃើញទេនំនៅក្តៅហើយស្រស់ល្អទៀតផងតើឯងត្រូវការនំទេអាល្អិតពិតមែនហើយលោកពូនំរបស់លោកពូក៏ឲ្យចាងញ៉ាំពិតមែនមើលចោះវាឈ្ងុយខ្លាំងណាស់ខ្ញុំក៏ឃ្លានណាស់ដែរលោកពូបើអញ្ចឹងឯងយកប៉ុន្មាននំដែរទៅអាល្អិតឯងប្រាប់ពូមកចាំពូច្រកថងឲ្យបាទលោកពូប៉ុន្តែខ្ញុំអត់មានប្រាក់ទេអត់មានប្រាក់មែនទេអាល្អិតហើយចុះមួយថ្ងៃហើយមិនក៏ឯងមិនប្រាប់ទុកឲ្យយើងនិយាយតែម្នាក់ឯងឡើងចង់បែកពពុះមិត្តខ្សលតាហើយនេះលោកពូខ្ញុំអត់មានប្រាក់ពិតមែនប៉ុន្តែឥឡូវខ្ញុំឃ្លានហើយបានហើយបើអត់មានប្រាក់យើងមិនលក់ឲ្យទេវើយឯងឆាប់ចេញទៅអាល្អិតនៅខណៈដែលអ្នកលក់នំកំពុងតែស្ដីបន្ទោសឲ្យចក្រានោះស្រាប់តែមាននារីដ៏ស្រស់ស្អាតម្នាក់គេមានឈ្មោះថាស្រីរតនាងបានដើរមកហើយក៏និយាយថាល្អិនឯងចង់ញ៉ាំនំនេះមែនទេ
បាទបងស្រីខ្ញុំចង់ញ៉ាំនំនេះប៉ុន្តែខ្ញុំអត់មានប្រាក់នោះទេមិនអីទេណាចាំបងទិញឲ្យលោកពូជួយខ្ចប់នំឲ្យខ្ញុំ5ដុំមកណាតើថ្លៃប៉ុន្មានដែរទៅបាទអ្នកនាងនំមួយដុំមួយកាក់អញ្ចឹង5ដុំ5កាក់អ្នកនាងចាំបន្តិចចាំខ្ញុំរៀបចំជូនណាអ្នកនាងបងស្រីខ្ញុំអរគុណបងណាបងស្រីពិតជាចិត្តល្អមែនមិនអីទេណាល្អិនហើយនិយាយអញ្ចឹងតើឯងទៅមកពីណានេះយើងមិនដែលឃើញឯងពីមុនមកនោះទេឯងមិនមែនជាអ្នកស្រុកភូមិនេះទេឬបាទបងស្រីខ្ញុំរាល់ថ្ងៃរស់នៅក្នុងព្រៃហានៅក្នុងព្រៃវាពិតជាចម្លែកមែនណែឯងនៅក្មេងហើយធ្វើដំណើរតែម្នាក់ឯងអញ្ចឹងគឺពិតជាគ្រោះថ្នាក់ខ្លាំងណាស់បងស្រីខ្ញុំក៏ដឹងដែរប៉ុន្តែខ្ញុំអត់មានជំរឿននោះទេឯងគួរឲ្យអាណិតណាបានចេះល្អទេឯងទៅរស់នៅជាមួយនឹងបងហើយឯងកុំបារម្ភអីព្រោះពុកបងគាត់គឺជាសេដ្ឋីតែជាការពិតទេខ្ញុំអរគុណណាស់បងស្រីមែនហើយក្មេងតូចតើឯងមានឈ្មោះអ្វីដែរទៅបាទបងស្រីខ្ញុំមានឈ្មោះថាចក្រាវ៉ាវឈ្មោះនេះពិតជាពិរោះណាស់ប្អូនចក្រាបានរស់នៅជាមួយនឹងស្រីរតយ៉ាងមានសេចក្តីសុខហើយពួកគេពិតជាត្រូវរើគ្នាខ្លាំងណាស់នៅយប់មួយចក្រាបានប្រកាយទៅជាសត្វជ្រូកគេចេញដើរលេងនៅខាងក្រៅផ្ទះប៉ុន្តែរឿងដែលមិននឹកស្មានដល់លោកសេដ្ឋីដែលជាឪពុករបស់ស្រីរតគាត់បានឃើញចក្រាដែលផ្ដាល់ភ្នែកហើយតាមពិតក្មេងប្រុសម្នាក់នេះគឺជាសត្វជ្រូកដែលយើងបានឃើញកាលពីលើកមុនតើវារស់នៅក្នុងផ្ទះយើងជាច្រើនថ្ងៃមកហើយឥឡូវវានៅទីនេះមិនពិបាកទៅតាមរកវាយើងនឹងចាប់ឯងឲ្យបាននិយាយហើយលោកសេដ្ឋីក៏បានលោពួនដើរចូលដោយស្ងាត់ស្ងាត់មិនឲ្យចក្រាបានដឹងឡើយបន្ទាប់ពីចាប់សត្វជ្រូកបានហើយលោកសេដ្ឋីក៏បានយកមកឃុំជ្រូកវេទមន្តយើងចាប់ឯងបានហើយឯងឆាប់ប្រាប់យើងមកតើកំណប់មាសលាក់ទុកនៅកន្លែងណាសូមលោកសេដ្ឋីមេត្តាដោះលែងខ្ញុំទៅហើយខ្ញុំមិនដឹងថាកំណប់មាសលាក់ទុកនៅកន្លែងណានោះទេលោកសេដ្ឋីសូមដោះលែងខ្ញុំទៅបើលោកមិនដោះលែងខ្ញុំទេលោកនឹងមានកម្មពៀជាមិនខានសត្វចង្រៃឯងមិនផ្ដល់មាសឲ្យយើងហើយថែមទាំងដាក់ទំនាយយើងទៀតតាមមើលទៅបើឯងមិនត្រូវឈឺសាច់ឯងមិនប្រាប់យើងនោះទេដោយក្តីលោភលន់របស់លោកសេដ្ឋីក៏បានវាយសត្វជ្រូកធ្វើឲ្យវាឈឺចាប់យ៉ាងខ្លាំងសត្វជ្រូកមិនអាចចេញទៅណាបានឡើយព្រោះខ្លួនរបស់វាកំពុងតែជាប់ឃុំមួយឆ្នាំបានកន្លងផុតទៅលោកសេដ្ឋីក៏បានធ្លាក់ខ្លួនឈឺហើយមិនយូរប៉ុន្មានក៏បានស្លាប់បាត់បង់ជីវិតនៅពេលនោះទៅអូនសម្លាញ់អូនកុំពិបាកចិត្តពេកអីលោកពុកក៏ទៅបានសុខហើយណាអូនចាបងនៅថ្ងៃមួយពេលដែលស្រីរតនិងប្តីរបស់នាងបានធ្វើដំណើរត្រឡប់មកពីធ្វើជំនួញវិញនោះស្រាប់តែមានមេចៅពីរនាក់បានចូលមកប្លន់ពួកគេទាំងពីរនាក់ពួកឯងបើមិនចង់ងាប់ទេឆាប់ទុកមាសប្រាក់នៅទីនេះយើងគឺជាស្ដេចចៅយើងមកនេះគឺមកប្លន់យើងមិនឲ្យឯងនោះទេចៅចង្រៃមាសប្រាក់ទាំងអស់នេះជើរកបានដោយលំបាកអាយ៉ាមាត់រឹងមែនពួកឯងស្លាប់ទៅសត្វជ្រូកពួកចៅបំរុងនឹងចាក់សម្លាប់ទាំងពីរអ្នកប្តីប្រពន្ធនេះទៅហើយសត្វជ្រូកក៏បានរត់មកចូលពួកចៅទាំងពីរអ្នកនោះឲ្យស្លាប់បាត់បង់ជីវិតនៅពេលនោះទៅប្អូនប្រាតាមពិតឯងគឺជាសត្វជ្រូកបាទពិតមែនហើយបងស្រីចក្រាបានប្រាប់រឿងរ៉ាវទាំងអស់ដែលតាក់ទងនឹងការស្លាប់របស់លោកសេដ្ឋីគឺដោយសារតែគាត់មានកម្មពៀព្រោះគាត់ជាមនុស្សលោភលន់ពុកមិនគួរណាត្រូវជួបរឿងបែបនេះសោះយ៉ាងណាខ្ញុំក៏អាណិតពុកដែរបងស្រីខ្ញុំដល់ពេលទៅហើយពេលនេះបងមានសុវត្ថិភាពចំណែកខ្ញុំសូមលាបងត្រឹមនេះចោះសូមបងថែរក្សាខ្លួនផងណាបងអរគុណហើយអំពីការជួយរបស់ប្អូនបងនឹងចងចាំទុកនៅការជួយរបស់ប្អូននៅថ្ងៃនេះចក្រាគេបានប្រែក្រឡាទៅជាសត្វជ្រូកហើយក៏បានវិលចូលទៅក្នុងព្រៃដោយមិនឲ្យមនុស្សណាម្នាក់ឃើញគេបន្តទៀតឡើយថ្លែងអំពីស្រីរតនិងប្តីរបស់នាងវិញគេបានយកមាសប្រាក់មួយចំណែកយកមកជូនដល់អ្នកភូមិអ្នកក្រីក្រដើម្បីឧទ្ទិសកុសលដល់ឪពុករបស់នាងដែលលោកសេដ្ឋីបានចែកឋានទៅលោកសេដ្ឋីនិងលោកមេភូមិគឺជាបងប្អូនថននឹងគ្នាពួកគេមានគំនិតអាក្រក់និងជាមនុស្សលោភលន់
លោកសេដ្ឋីតែងតែកេងប្រវ័ញ្ចដីធ្លីអ្នកភូមិគាត់មិនខ្លាចច្បាប់អ្វីឡើយព្រោះគាត់មានប្អូនថដែរជាមេភូមិនេះឯងចំណែកលោកមេភូមិវិញក៏មិនណយប៉ុន្មានដែរសោកចិត្តធ្វើមិនដឹងមិនលឺចូលដៃចូលជើងជាមួយលោកសេដ្ឋីលុបលន់ដើម្បីបានប្រាក់បន្តិចបន្តួចយកទៅចិញ្ចឹមស្រីក្មេងរបស់គាត់បងប្រុសតើបងសប្បាយចិត្តទេពេលដែលទទួលបានដីបន្ថែមដូចនេះអើយើងសប្បាយចិត្តណាស់ប្អូនគឺយើងពេញចិត្តស្ដោកតែម្ដងយាយសំតាសុកគឺជាមនុស្សចាស់យើងងាយស្រួលបោកប្រាស់គាត់ខ្លាំងណាស់ប៉ុន្តែបងចង់បានដីអ្នកភូមិនេះបន្តទៀតយ៉ាងម៉េចអាប្អូនឯងជួយបងផងណាថាម៉េចនេះបងចង់បានដីបន្ថែមទៀតមិនអីទេបងខ្ញុំនឹងជួយបងឲ្យអស់ពីលទ្ធភាពសូមបងកុំបារម្ភអីប៉ុន្តែណែបងក៏ភ្លេចឧបត្ថម្ភខ្ញុំប្រចាំខែផងណារឿងប្រាក់ឯងកុំបារម្ភអីអាប្អូនឲ្យតែយើងបានដីអ្នកភូមិយើងមិនខ្លាចចំណាយប្រាក់នោះទេល្អខ្លាំងណាស់បងប្រុសខ្ញុំពេញចិត្តបងប្រុសត្រង់នឹងនិយាយមួយម៉ាត់គឺម៉ាត់ចាត់តែម្ដងពួកគេចូលដៃចូលជើងគ្នាខ្លាំងណាស់ធ្វើយ៉ាងម៉េចក៏ដោយឲ្យតែទទួលបានដីអ្នកភូមិជាពិសេសមនុស្សចាស់គាត់មានការភ្លេចភ្លាំងច្រើនដូច្នេះលោកសេដ្ឋីនិងមេភូមិតែងតែប្រើល្បិចបោកបញ្ឆោតដើម្បីទទួលយកដីរបស់គាត់ដោយងាយស្រួលបំផុតបន្ទាប់មកគាត់ក៏បានដេញម្ចាស់ផ្ទះឲ្យចាក់ចេញពីដីនោះអាសេដ្ឋីសបាត់អាមេភូមិវារួមកំណត់គ្នាធ្វើបាបយើងអាងតែយើងជាមនុស្សចាស់វាថាយើងនេះភ្លេចភ្លាំងច្រើនមកចោលមកសៀតនេះវើយពួកឯងនឹងទទួលបានតនកម្មដោយសារតែពួកឯងប្រព្រឹត្តអាក្រក់ដីនោះយើងរស់នៅជាមួយម៉ែឪយើងតាំងពីតូចឯងគិតថាយើងជាមនុស្សឈួតមែនយើងក្តៅខ្លាំងណាស់ម៉ែវីហើយតែជាក់ចិត្តសិនទៅធ្វើម៉េចគេមានអំណាចគេមានប្រាក់យើងតជាមួយគេក៏មិនឈ្នះដែរមានតែរងចាំកូនប្រុសរបស់យើងសិនទេវាតើកូនប្រុសរបស់យើងអាចធ្វើអ្វីបានទៅគេត្រឹមតែជានិស្សិតម្នាក់តែប៉ុណ្ណោះម៉ែវាយ៉ាងណាក៏ដោយគេក៏ជាកូនប្រុសរបស់យើងដែរគេជាក្តីសង្ឃឹមតែម្នាក់គត់នេះខ្ញុំបាត់បង់ដីវាមិនចម្លែកទេព្រោះគេជាមនុស្សមានអំណាចពួកគេលុបលន់ខ្លាំងណាស់ប៉ុន្តែបើសិនជាខ្ញុំបាត់បង់កូនប្រុសវិញខ្ញុំនេះរស់នៅក៏គ្មានប្រយោជន៍អីដែរមែនហើយវានិយាយត្រូវអញ្ចឹងពួកយើងត្រូវតែរស់នៅតស៊ូបន្តទៀតដើម្បីរងចាំកូនប្រុសរបស់យើងក្រឡេកមកមើលមនុស្សនៅក្នុងភូមិម្នាក់វិញលបងកំសាន្តអើយតើថ្ងៃនេះលក់ដាច់ទេនឹងហើយដូចអ្នកសយឯងឃើញអញ្ចឹងភូមិយើងឥឡូវនេះគឺស្ងាត់ខ្លាំងណាស់ខ្ញុំលក់ដាច់មួយទេនិយាយរឿងនេះខ្ញុំពិតជាអាណិតយាយសំនឹងតសក់ខ្លាំងណាស់ក៏ត្រូវបានលោកមេភូមិនិងលោកសេដ្ឋីសម្បត្តិកັບកេងដីធ្លីរបស់គាត់ទាំងអស់ហើយក៏បានបណ្ដេញគាត់ចាក់ចេញពីភូមិនេះឲ្យទៅរស់នៅក្នុងដីចំការគិតទៅពួកគេអាងតែមានអំណាចមិនខ្លាចនឹងរកប្រាត់អីសោះមានហើយបើនិយាយរឿងនេះខ្ញុំក៏អាណិតពួកគាត់ទាំងពីរនាក់ដែរដីនោះបើខ្ញុំចាំមិនខុសពុកម៉ែរបស់ខ្ញុំគាត់ប្រាប់ថាគាត់រស់នៅដីនោះតាំងពីតូចមកម្ល៉េះសម័យនេះហើយអ្នកណាសាំងអីនឹងទទួលផលនោះជាមិនខានកម្មពីមិនភ្លេចម្ចាស់ទេណាលបងមែនហើយបើនិយាយរឿងនេះទៅពួកគាត់ទាំងពីរនាក់ក៏មានកូនប្រុសម្នាក់ដែរគេរៀននៅឯទីក្រុងឯណោះសំណាងគឺជាកូនប្រុសរបស់គាត់តែម្នាក់គត់ខ្ញុំជឿជាក់ថាសំណាងនៅពេលដែលគេត្រឡប់មកវិញគេច្បាស់ជាអាចជួយរកយុត្តិធម៌ជូនឪពុកម្ដាយរបស់គេបានហើយមែនហើយអ្នកសយខ្ញុំក៏សង្ឃឹមថាអញ្ចឹងដែរលោកពូអ្នកមិញខ្ញុំត្រឡប់មកវិញហើយអាយ៉ាសំណាងឯងមកចំពេលល្អណាស់នេះយើងនិយាយដាំដង្ហើមដល់តែម្ដងណតើមានរឿងអ្វីទៅលោកពូអ្នកមិញទៅបានជាអ្នកទាំងពីរនិយាយដើមខ្ញុំអញ្ចឹងមិញសយនិងលោកពូកំសាន្តក៏បានប្រាប់រឿងរ៉ាវតាក់ទងនឹងឪពុកម្ដាយរបស់គេព្រមទាំងលោកមេភូមិនិងលោកសេដ្ឋីសម្បត្តិដែលគេមានគំនិតអាក្រក់លេបយកដីរបស់គេសំណាងលើដូច្នេះហើយគេពិតជាឈឺចាប់ខ្លាំងណាស់ពុទ្ធោពុកម៉ែរបស់ខ្ញុំហេតុអ្វីបានជាអ្នកទៅពីកំសត់អីបែបនេះលោកសេដ្ឋីនិងលោកមេភូមិពួកគេមិនគួរណាមានចិត្តលុបលន់ប្លន់យកដីរបស់ខ្ញុំចឹងសោះពួកគេឲ្យពុកម៉ែរបស់ខ្ញុំរស់នៅក្នុងព្រៃតើពួកគាត់លំបាកយ៉ាងណាទៅលោកពូអ្នកមិញសំណាងហើយយើងសង្ឃឹមថាឯងនឹងអាចជួយរកយុត្តិធម៌ជូនឪពុកម្ដាយរបស់ឯងបានអ្នកមេងតើខ្ញុំអាចធ្វើអ្វីបានទៅខ្ញុំត្រឹមតែជាអ្នកសិក្សាម្នាក់តែប៉ុណ្ណោះឯងចេញទៅសិក្សាច្បាស់ជាមានចំណេះដឹងជ្រៅជ្រះដូច្នេះឯងរកវិធីតាមប្រាជ្ញារបស់ឯងទៅលុះលើដូច្នេះហើយសំណាងគេស្រាប់តែនឹកឃើញគំនិតដ៏ពិសេសមួយមេងខ្ញុំនឹកឃើញវិធីមួយហើយអញ្ចឹងខ្ញុំទៅរកពុកម៉ែរបស់ខ្ញុំសិន
បន្ទាប់មកគេក៏បានលាមិញសយនិងលោកពូកំសានមករកឪពុកម្ដាយរបស់គេយ៉ាងលឿនម៉ែវាកូនយើងត្រឡប់មកវិញហើយកូនប្រុសសំឡាងកូនពុកម៉ែពិតជានឹកកូនខ្លាំងណាស់កូនប្រុសហេតុអ្វីបានជាឯងរកពុកម៉ែឃើញអញ្ចឹងពុកម៉ែខ្ញុំបានសួរអ្នកភូមិនៅតាមផ្លូវទៅខ្ញុំអាចរកអ្នកទាំងពីរឃើញរឿងរ៉ាវដែលបានកើតឡើងខ្ញុំបានដឹងអស់ហើយពុកម៉ែហើយខ្ញុំកំពុងតែនឹកឃើញវិធីមួយដែលអាចតទល់ជាមួយលោកសេដ្ឋីនិងលោកមេភូមិបានហើយនៅពេលនេះតើពិតមែនទេកូនតើកូននឹងធ្វើយ៉ាងម៉េចទៅមិនយកទេពុកម៉ែពួកគេនឹងទទួលទណ្ឌកម្មព្រោះពួកគេបានសាងអំពើអាក្រក់ច្រើនខ្លាំងណាស់មួយខែក្រោយមកយើងគឺជាប្រធានផ្នែកអចលនទ្រព្យមានប្រាក់រាប់សែនដុល្លារដីនៅទីនេះគឺពិតជាស្រស់ស្អាតខ្លាំងណាស់នេះគឺជាលើកទី1ហើយដែលយើងឃើញទីតាំងអំណោយផលបែបនេះហើយបើសិនជាយើងធ្វើរីសតនៅទីនេះច្បាស់ជាមានអតិថិជនច្រើនដែលគាំទ្រជាពិសេសភ្ញៀវទេសចរព្រោះតែអ្នកវិនិយោគគេជឿជាក់លើយើងខ្លាំងណាស់ពិតប្រាកដហើយលោកប្រធានពិតជាមនុស្សពូកែមែនចេះមើលទីតាំងនិងភូមិសាស្ត្រច្បាស់លាស់មើលចុះនៅខាងជើងមានភ្នំដ៏សែនខ្ពស់ចំណែកនៅខាងត្បូងមានទន្លេតែបើយើងមើលពីខាងមុខមានវាលស្មៅដ៏សែនក្រាស់ប្រសិនបើអ្នកណាបានមកលេងទីនេះពួកគេច្បាស់ជាមានអារម្មណ៍ល្អហើយលោកម្ចាស់នឹងទទួលបានប្រាក់កាន់តែច្រើនបើអញ្ចឹងនាងឆាប់សួរនាំម្ចាស់ដីនេះទៅយើងត្រូវការដីនេះខ្លាំងណាស់ទោះបីជាគេលក់តម្លៃប៉ុន្មានក៏យើងហ៊ានឲ្យដែរព្រោះតែយើងមានប្រាក់រាប់សែនដុល្លារឯណោះចាស់លោកប្រធានខ្ញុំនឹងផ្សព្វផ្សាយដំណឹងនេះឲ្យអ្នកភូមិទាំងអស់គ្នាបានដឹងនៅពេលដែលអ្នកទាំងពីរកំពុងតែនិយាយស្រាប់តែកូនចៅរបស់លោកសេដ្ឋីសម្បត្តិគេបានស្ដាប់ឮទាំងអស់លោកម្ចាស់ខ្ញុំមានរឿងពិសេសមួយចង់ប្រាប់រឿងអីទៅឯងឆាប់និយាយមកមានហើយអាឆាងឯងឆាប់និយាយមកតើឯងបានជួបរឿងអ្វីណែគឺអញ្ចឹងណាលោកមេភូមិខ្ញុំបានស្ដាប់លើអ្នកចំនួនអចលនទ្រព្យគេមានប្រាក់រាប់សែនដុល្លារឯណោះគេមានកម្រងថានឹងទិញដីដែលជាដីរបស់យាយសំនិងតាសុកបើសិនជាគាត់លក់ដីនោះឲ្យអ្នកវិនិយោគពួកគាត់នឹងក្លាយទៅជាមហាសេដ្ឋីហើយព្រោះតែអ្នកវិនិយោគនោះមានប្រាក់រាប់សែនដុល្លារឯណោះថាមកអាឆាងអ្នកវិនិយោគចង់ទិញដីរបស់គាត់មែនហើយលោកម្ចាស់ខ្ញុំបានស្ដាប់លើផ្ទាល់នឹងតិចអាយ៉ាបងប្រុសឱកាសមានឱកាសប្រាក់បែបនេះពិតជាកម្រមានខ្លាំងណាស់ពួកយើងគួរតែធ្វើអ្វីម្យ៉ាងទៅពិតមែនហើយប្រាក់រាប់សែនដុល្លារបើសិនជាយើងខ្លាចជាម្ចាស់ដីនោះពេលនោះយើងនឹងខ្លាចទៅជាមហាសេដ្ឋីអាយ៉ាមិនបានទេយើងត្រូវតែធ្វើអ្វីម្យ៉ាងហើយដើម្បីទទួលបានដីនោះលោកមេភូមិនិងលោកសេដ្ឋីក៏បានធ្វើដំណើរទៅផ្ទះតាសុកនិងយាយសំពេលទៅដល់ហើយពួកគេក៏បានជួបអ្នកទាំងពីរពិតមែនសេដ្ឋីសម្បត្តិលោកមេភូមិមិនបានជាអ្នកទាំងពីរមកទីនេះអញ្ចឹងបងសំបងសុកខ្ញុំនិងអ្នកទាំងពីរពេកនឹងណាលោកឆាប់ចេញទៅវិញទៅតើលោកនៅចង់បានអីទៀតលោកបានរឹបអូសដីនឹងផ្ទះរបស់ខ្ញុំរហូតដល់ខ្ញុំមកនៅដីចំការវិញខ្ញុំគឺជាមេភូមិហើយនឹងបងប្រុសសម្បត្តិបានព្យាខ្លួនហើយដូច្នេះហើយទៅបានជាខ្ញុំមកសុំទោសអ្នកទាំងពីរនឹងណាមែនហើយឥឡូវអញ្ចេះចោះខ្ញុំសោកចិត្តបកលដីនោះឲ្យអ្នកទាំងពីរវិញតែខ្ញុំសូមបដូរយកដីចំការរបស់អ្នកទាំងពីរតើបានទេចង្រៃសម្បត្តិយើងមិនព្រមនោះទេយើងមិនព្រមជាដាច់ខាតណែអាឆ្មាព្រៃឯងកុំគិតថាខ្លួនជាសេដ្ឋីយើងខ្លាចអំណាចឯងឲ្យសោះនោះពិតមែនហើយលោកសេដ្ឋីលោកមេភូមិពួកយើងទាំង3នាក់មិនព្រមជាដាច់ខាតខ្ញុំសោកចិត្តរស់នៅដីចំការរបស់ខ្ញុំនេះបងប្រុសហើយពួកគេមិនព្រមនោះទេអញ្ចឹងប្រាក់រាប់សែនដុល្លារនោះច្បាស់ជាធ្លាក់លើដៃរបស់គេហើយលោកបងគួរតែធ្វើអ្វីម្យ៉ាងទៅដំណាក់កាលនេះទៅហើយយើងមានតែលះបង់នោះទេណែបងសំបងសុកបើអញ្ចឹងខ្ញុំសោកចិត្តលះបង់ទ្រព្យសម្បត្តិរបស់ខ្ញុំទាំងអស់ឲ្យអ្នកទាំងពីរឲ្យតែអ្នកទាំងពីរយល់ព្រមដូរដីចំការនេះមកខ្ញុំលោកសេដ្ឋីលោកចង់លេងល្បិចអ្វីជាមួយពួកខ្ញុំទៀតហើយមិនក៏សុកលោកព្រមលះបង់ទ្រព្យសម្បត្តិទាំងអស់ឲ្យខ្ញុំអញ្ចឹងខ្ញុំមិនជឿនោះទេបងប្រុសនិយាយនេះគឺជាការពិតចំណែកខ្ញុំក៏ព្រមលះបង់ឋានៈជាមេភូមិរបស់ខ្ញុំឲ្យទៅកូនប្រុសរបស់អ៊ំដែរឲ្យតែអ៊ំយល់ព្រមសុខចិត្តបដូរដីចំការនេះឲ្យពួកយើងហើយយ៉ានេះអ្នកទាំងពីរកើតអ្វីនឹងមិនក៏សុកខ្លាយទៅជាបែបនេះអញ្ចឹងបងសុកដោយខ្ញុំបាននិយាយអញ្ចឹងពួកយើងបានដឹកកំហុសអញ្ចឹងហើយពួកយើងចង់លោកលៀងកំហុសនឹងណា
ខ្ញុំមិនជឿអ្នកទាំងពីរនោះទេបើអ្នកទាំងពីរធ្វើដូចចិត្តស្មោះមែនឆាប់ធ្វើក្រដាសស្នាមមានលាយលាក់ជាអសរដូចជាប្លង់ដីប្លង់ផ្ទះនិងឋានៈជាមេភូមិធ្វើដូច្នេះទៅបានចំពោះខ្ញុំជឿមែនហើយបើលោកសេដ្ឋីនិងលោកមេភូមិពិតជាធ្វើដោយចិត្តស្មោះមែនត្រូវតែមានក្រដាសស្នាមត្រឹមត្រូវបានពួកយើងជឿហើយមិនអីទេបើអញ្ចឹងអ្នកទាំងពីរទៅផ្ទះរបស់ខ្ញុំទៅលោកមេភូមិបានលាលែងពីតំណែងចំណែកលោកសេដ្ឋីក៏ប្រគល់ទ្រព្យសម្បត្តិទាំងអស់របស់គាត់ឲ្យទៅយាយសំនិងតាសុកអ្នកភូមិគ្រប់គ្នាក្រោយពីបានលើដំណឹងនេះពួកគេភ្ញាក់ផ្អើលជាខ្លាំងហើយពិតជាមិនគួរឲ្យជឿមែនលោកសេដ្ឋីនិងលោកមេភូមិពួកគេបានប្រគល់ឋានៈព្រមទាំងទ្រព្យសម្បត្តិទាំងអស់ឲ្យមកយើងតាមពិតទៅពួកគេក៏ជាមនុស្សល្អដែរមែនហើយយាយវានេះដូចជាសបិនអញ្ចឹងសឹកពួកយើងខ្លាចជាអ្នកមានបាតលោកពុកអ្នកម៉ែទាំងអស់នេះគឺជាការរៀបចំរបស់ខ្ញុំនោះទេនៅបន្តិចទៀតពួកគាត់ច្បាស់ជាបានដឹងខ្លួនជាមិនខានថាយ៉ាងម៉េចកូនតើរឿងនេះវាយ៉ាងម៉េចទៅមួយសប្តាហ៍ក្រោយមកបងប្រោមួយអាទិត្យហើយមិនឃើញគេតាក់ទងមកយើងសោះអាប្អូនឯងត្រង់បន្តិចសិនទៅជាធម្មតាលុយធំបែបនេះគឺរៀងយូរបន្តិចហើយបងប្រោចាំមើលណាឲ្យតែខ្ញុំបានប្រាក់រាប់សែនដុល្លារនោះហើយខ្ញុំប្រកាសจะចាក់ចេញពីភូមិនេះនឹងទៅរស់នៅសាយស្តុកនៅឯភូមិផ្សេងជាមួយប្រពន្ធក្មេង 3-4 នាក់ឯណោះអាប្អូនចំណែកបងនេះក៏ដូចគ្នាដែរលោកម្ចាស់វីវោហើយលោកម្ចាស់វីវោហើយឆាងតើឯងមានរឿងអីទៅអានេះមិនក៏ឯងស្រន់ស្លោម្ល៉េះហ៎កែអ្នកជំនឿអចលនៈត្រាំគេបិទគម្រោងនេះហើយគេអត់បានទីដីចំការនេះទេលោកម្ចាស់ថាម៉េចឯងនិយាយថាម៉េចអើយលោកម្ចាស់ហើយគេឈប់ទីដីចំការនោះហើយចប់ហើយបងប្រុសថ្នាក់ជាមេភូមិរបស់ខ្ញុំព្រះហើយបើនេះគឺជាការពិតយើងគ្មានសល់អ្វីទៀតទេផ្ទះក៏អស់ទ្រព្យសម្បត្តិក៏គ្មានតើយើងគិតយ៉ាងម៉េចទៅលោកមេភូមិលោកសេដ្ឋីកៅតែអ្នកទាំងពីររកគ្នាឃើញជាមនុស្សក៏តែពីប្រយោជន៍លោភលន់ពេលនេះកម្មពៀរបស់អ្នកទាំងពីរវាបានហុចផលឲ្យហើយសំណាងតើរឿងនេះវាយ៉ាងម៉េចគ្មានយ៉ាងម៉េចនោះទេខ្ញុំធ្វើតាមអ្វីដែលលោកធ្លាប់ធ្វើដាក់ឪពុកម្ដាយរបស់ខ្ញុំនឹងណាពេលនេះខ្ញុំគឺជាមេភូមិហើយខ្ញុំក៏ជាសេដ្ឋីទៀតទ្រព្យសម្បត្តិរបស់អ្នកទាំងពីរខ្លាចជារបស់ខ្ញុំអស់ហើយខ្ញុំមានតែប៉ុណ្្នឹងឯងខ្ញុំត្រឡប់ទៅវិញសិនហើយទាំងអស់នេះគឺជាការរៀបចំរបស់សំណាងដោយគេចាត់ឲ្យមិត្តភ័ក្តិរបស់គេខ្លាញ់ខ្លួនធ្វើជាអ្នកជំនួញហើយផ្សព្វផ្សាយដំណឹងដែលមិនពិតដោយចង់ចំណេញខ្លាំងពេកគេក៏បានធ្លាក់ក្នុងល្បិចរបស់សំណាងដោយពាក្យចាស់បានពោលថាចង់ចំណេញដាច់ចំណងសាថៃសម្បត្តិនិងលោកមេភូមិវាយោគេក៏បានចាក់ចេញពីភូមិហើយក៏ទៅរស់នៅឯស្រុកផ្សេងបាត់ទៅសំណាងនិងឪពុកម្ដាយរបស់គេវិញឥឡូវនេះអ្នកទាំងបីបានខ្លាយទៅជាអ្នកមានទៅហើយក៏បានរស់នៅយ៉ាងមានសេចក្តីសុខជារៀងរហូតទៀតផងមានបរិះក្រីក្រម្នាក់បានទៅបម្រើការងារឲ្យលោកសេដ្ឋីពីដំបងលោកសេដ្ឋីឲ្យគេធ្វើការងារតូចតាចនោះទេប៉ុន្តែដោយសារតែឃើញភាពអំណត់តស៊ូរបស់គេលោកសេដ្ឋីក៏អាណិតហើយប្រគល់ការងារចេះតែធំទៅឲ្យគេជាអ្នកគ្រប់គ្រងរហូតដល់ថ្ងៃមួយការពិតក៏ត្រូវបានលាតត្រដាងបរិះម្នាក់នោះគេមានឈ្មោះថាសម្បានលោកសេដ្ឋីពេលនេះខ្ញុំតើក្រលំបាកណាស់ខ្ញុំអាចសុំធ្វើការនៅផ្ទះលោកសេដ្ឋីតើបានទេខ្ញុំធ្វើការដោយមិនគិតប្រាក់ខែក៏បានដែរខ្ញុំសុំត្រឹមតែអាហារ3ពេលតែប៉ុណ្ណោះណែសម្បត្តិឯងជួបបញ្ហាអ្វីទៅបានដល់ថ្នាក់អាហារ3ពេលឯងរកមិនបានដែរនោះលោកសេដ្ឋីបានដឹងហើយប៉ុន្មានឆ្នាំចុងក្រោយនេះរឿងស្ងួតខ្លាំងណាស់ខ្ញុំអស់លទ្ធភាពរកស៊ីចិញ្ចឹមខ្លួនឯងហើយរឿងនេះយើងក៏ជួបបញ្ហាដែរតែមិនអីទេសម្បត្តិឯងអាចធ្វើការនៅផ្ទះយើងបានចាំយើងផ្ដល់ប្រាក់ខែនិងអាហារដល់ឯងសូមឯងកុំបារម្ភអីបានអរគុណលោកសេដ្ឋីលោកពិតជាចិត្តល្អខ្លាំងណាស់ជួយមនុស្សពេលកំពុងតែជួបទុក្ខលំបាកខ្ញុំមិនឲ្យលោកអស់សង្ឃឹមនោះទេខ្ញុំនឹងខំប្រឹងធ្វើការដោយស្មោះត្រង់3ខែក្រោយមកសម្បានគេបានធ្វើការងារជាច្រើនមិនថារែកទឹកពូអោសកាប់ក៏ធ្វើដីស្រែចម្ការអ្វីនោះទេសម្បានគេអាចធ្វើបានទាំងអស់គេធ្វើការតាំងពីព្រឹករហូតដល់យប់រហូតដល់ធ្វើឲ្យលោកសេដ្ឋីគាត់មានការស្ញាយសរសើរដល់សម្បត្តិយ៉ាងខ្លាំងសម្បត្តិស្មើនេះទៅហើយឯងមិនតន់ឆៃបាយទៀតតើឯងមិនឃ្លានទេអីបាទមិនអីទេលោកសេដ្ឋីវាជាទម្លាប់របស់ខ្ញុំទៅហើយ
សម្បត្តិឯងនេះពិតជាពូកែណាស់ឯងមិនដែលធ្វើយើងខកបំណងនោះទេឯងធ្វើការខុសពីអ្នកដទៃអ្នកខ្លះគេធ្វើការមិនដឹងពេលវេលាឡើយចំណែកឯងតែងតែធ្វើការលើគេរហូតមនុស្សដូចជាឯងនេះពិតជាពិបាករកខ្លាំងណាស់យើងមានឯងម្នាក់ស្មើនឹងកម្មករផ្សេង10នាក់ឯណោះចាំតាំងពីថ្ងៃនោះមកសម្បត្តិក៏ត្រូវបានលោកសេដ្ឋីទុកចិត្តហើយឲ្យធ្វើការងារធំជំនួសការងារតូចៗវិញដោយឲ្យសម្បត្តិទៅជួបទំនាក់ទំនងការងារជាមួយអ្នកជំនួញធំពេលនេះខ្ញុំមិនហាត់ដូចជាពេលមុនទៀតនោះទេខ្ញុំមិនចាំបាច់រិះទឹកពុះអោសធ្វើការងារធ្ងន់ៗដូចជាពេលមុនឡើយពេលនេះលោកសេដ្ឋីឲ្យខ្ញុំធ្វើការទំនាក់ទំនងជាមួយអ្នកជំនួញធំម្ដងប៉ុន្តែខ្ញុំមិនចេះការងារទាំងអស់នេះទេខ្ញុំត្រូវតែរៀនសូត្រអំពីក៏ឲ្យបានច្រើនបើមិនអញ្ចឹងទេជីវិតរបស់ខ្ញុំនេះនឹងត្រូវធ្វើការងារលីសាញ់រហូតហើយពេលនេះគឺជាឱកាសល្អមកដល់ហើយយើងអាចរៀនសូត្រជាមួយគាត់ដោយមិនចាំបាច់បង់ប្រាក់ហើយមិនយល់ឬក៏ឆាប់ខ្ញុំនឹងខ្លាចជាអ្នកមានដូចជាលោកសេដ្ឋីដែរហើយអាសម្បត្តិអើយពេលនេះឯងឆាប់សម្រាកទៅនៅថ្ងៃស្អែកឯងត្រូវតែជួបអ្នកជំនួញផងឯងមែនទេដែលលោកសេដ្ឋីឲ្យមកនោះបាទពិតមែនហើយលោកសេដ្ឋីឯងប្រហែលជាមនុស្សល្អណាស់ហើយទៅបានជាលោកសេដ្ឋីកុសលណែនាំឲ្យយើងស្គាល់ជាធម្មតាពេលដែលយើងធ្វើការជាមួយលោកសេដ្ឋីកុសលគាត់មិនដែលណែនាំឲ្យយើងស្គាល់អ្នកណាទេឯងនេះប្រហែលជាមនុស្សចំណិតរបស់គាត់ហើយត្រឹមត្រូវឲ្យលោកសេដ្ឋីរាល់ការងារទាំងឡាយរបស់គាត់គឺគាត់ប្រកល់ឲ្យខ្ញុំជាអ្នកធ្វើហើយយ៉ាបើអញ្ចឹងមែននោះនៅថ្ងៃអនាគតឯងច្បាស់ជាមានជីវិតប្រសើរឡើងហើយបានអរគុណណាស់លោកសេដ្ឋីចុះថ្ងៃនេះលោកសេដ្ឋីត្រូវការទំនិញប៉ុន្មានដែរថ្ងៃនេះយើងត្រូវការប្រមូលទិញពោតចំនួន10តោនអង្ករ10តោនឯងឆាប់ប្រមូលទំនិញឲ្យយើងព្រោះយើងត្រូវការយកទៅលក់នៅស្រុកឆ្ងាយពោត10តោនអង្ករ10តោនរឿងប៉ុណ្ណឹងមិនមែនជាបញ្ហាសម្រាប់ខ្ញុំឡើយខ្ញុំប្រមូលទិញតែបន្តិចគឺគ្រប់ចំនួនទៅហើយអាយ៉ាសម្បត្តិឯងនេះពិតជាពូកែមេនមើលតែឯងស្វាហាប់ល្អខ្លាំងណាស់យើងពិតជាចំណានលោកសេដ្ឋីកុសលខ្លាំងណាស់ដែលមានមនុស្សពូកែដូចជាឯងនៅក្បែរហើយខ្ញុំឥឡូវនេះធូរដៃជើងច្រើនណាស់តាំងពីខ្ញុំប្រកល់ការងារឲ្យសម្បត្តិជាអ្នកធ្វើក៏ទៅក្មេងនេះពិតជាមិនធម្មតាមែននៅថ្ងៃអនាគតគេនឹងក្លាយទៅជាអ្នកមានគេឆ្លាតខ្លាំងណាស់មានកូនចៅយល់ចិត្តហើយឆ្លាតបែបនេះវាជាសំណាងរបស់ខ្ញុំហើយក្រឡេកមកមើលសម្បត្តិវិញគេដើរប្រមូលទិញស្រូវនិងពោតពីអ្នកភូមិដោយសំអាងថាគេជាមនុស្សចំណិតរបស់លោកសេដ្ឋីកុសលហើយអ្នកភូមិក៏យល់ព្រមលក់ឲ្យគេហើយគេក៏បានសន្យាទៀតថានឹងរកទីផ្សារជូនដល់អ្នកភូមិសុំតែអ្នកភូមិលក់ឲ្យគេតែម្នាក់ឯងបានហើយអាយ៉ាការរកស៊ីគឺពិតជាស្រួលមែននេះបើសិនជាខ្ញុំមានមួយជារបស់ខ្លួនខ្ញុំច្បាស់ជាខ្លាចជាអ្នកមានហើយត្រូវហើយអាសម្បត្តិឯងឈប់ធ្វើការឲ្យលោកសេដ្ឋីកុសលទៅបើឯងនៅតែធ្វើការឲ្យគាត់ឯងនឹងមិនអាចខ្លាចទៅជាអ្នកមានបានទេនៅជាតិនេះបើសិនជាឯងចេះកែច្នៃឱកាសនេះយកធ្វើជាឱកាសសម្រាប់ខ្លួនឯងនោះឯងនឹងខ្លាចទៅជាសេដ្ឋីហើយអាសម្បត្តិតើឯងចង់ខ្លាចជាអ្នកបម្រើរបស់គេឬឯងចង់ខ្លាចទៅជាសេដ្ឋីមែនហើយខ្ញុំត្រូវតែថ្ងៃនេះខ្ញុំត្រូវតែប្រមូលយកមួយទាំងអស់យកមកធ្វើជាមួយរបស់ខ្ញុំលោកសេដ្ឋីអើយឲ្យខ្ញុំសុំទោសក្នុងការរកស៊ីគឺអញ្ចឹងហើយព្រោះនេះគឺជាល្បិចដែលលោកធ្លាប់បង្រៀនដល់ខ្ញុំអាយ៉ាសម្បត្តិឯងមកលឿនល្អមែនបានលោកសេដ្ឋីថ្ងៃនេះខ្ញុំមានដំណឹងអាក្រក់មួយមកប្រាប់ពេលនេះលោកសេដ្ឋីកុសលថកែរបស់ខ្ញុំគាត់ខ្សែធនហើយនៅពេលនេះថាម៉េចសេដ្ឋីកុសលខ្សែធនបាទពិតមែនហើយប៉ុន្តែបើលោកចង់បន្តការងារនេះទៀតលោកត្រូវតែតាក់ទងមកខ្ញុំណាណែមិនអីទេខ្ញុំរវល់ការងារច្រើនណាស់មិនមានពេលអាណាដើររកទិញស្រូវអង្ករឡើយខ្ញុំមានតែពងពាក់ឈ្មួញកណ្ដាលឲ្យជួយហើយបើឯងអាចជួយខ្ញុំបាទខ្ញុំយល់ព្រមរកស៊ីជាមួយឯងចោះបាទអរគុណណាស់លោកសេដ្ឋីបើអញ្ចឹងខ្ញុំទៅប្រាប់អ្នកភូមិបន្តទៀតសិនឲ្យគេបានដឹងអំពីបញ្ហានេះតើជាការពិតទេក្មួយដែលថាលោកសេដ្ឋីកុសលធ្លាក់ខ្លួននោះអីពិតមែនហើយរឿងនេះពិតជាមិនគួរជឿសោះបាទខ្ញុំនិយាយនេះគឺជាការពិតដូច្នេះហើយទើបបានជាខ្ញុំមកប្រាប់អ្នកទាំងអស់គ្នានឹងណា
ប៉ុន្តែសូមអ្នកទាំងអស់គ្នាកុំបារម្ភអីខ្ញុំនឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងរឿងនេះសូមតែបងប្អូនពុកម៉ែទាំងអស់គ្នាណែរក្សាស្រូវស្តុកទុកឲ្យបានច្រើនចោះដល់ពេលវេលាកំណត់ខ្ញុំនឹងមកជួយអ្នកទាំងអស់គ្នាហើយអាប្អូនកុសលយើងឮថាឥឡូវនេះឯងធ្លាក់ខ្លួនហើយមែនអត់ទេលបងខ្ញុំគ្មានធ្លាក់ខ្លួនឯណាទ្រព្យសម្បត្តិខ្ញុំចាយមិនអស់ផងនឹងអាយ៉ាតើរឿងនេះវាយ៉ាងម៉េចទៅអាសម្បត្តិកូនចៅរបស់ឯងនោះវាបានប្រាប់ខ្ញុំថាឯងនៅពេលនេះធ្លាក់ខ្លួនហើយមិនមានប្រាក់សម្រាប់រកស៊ីទៀតទេហើយយ៉ាលបងហេតុអ្វីក៏សម្បត្តិវានិយាយបែបនេះទៅវិញស្លាប់ហើយបាទអញ្ចឹងមានន័យថាខ្ញុំចាញ់បាក់ល្បិចរបស់សម្បត្តិហើយឯងដឹងទេគេបានផ្លាស់ប្ដូរកិច្ចសន្យាឲ្យខ្ញុំទៅរកស៊ីជាមួយនឹងគេវិញមិនត្រឹមតែប៉ុណ្ណោះទេគេបានទំនាក់ទំនងជាមួយឈ្មួញដតីទៀតផងហើយយ៉ាលបងអញ្ចឹងតើបានជាការងាររបស់ខ្ញុំមួយរយៈនេះដូចជាចាប់គាំងមិនមានអ្នកណាបញ្ជាទិញថ្មីសោះហើយខ្ញុំអស់សង្ឃឹមខ្លាំងណាស់មិនគួរណាវាខ្លាចទៅជាបែបនេះសោះជាក្មេងម្នាក់ធ្លាប់តែស្លុតបូតជាមនុស្សស្មោះត្រង់ខ្ញុំខំបង្ហាត់បង្រៀនស្រឡាញ់ចូលចិត្តតែពេលនេះវាបកកន្ទុយមកខាងខ្ញុំទៅវិញពិតជាគួរឲ្យខឹងខ្លាំងណាស់ហាលោកសេដ្ឋីហេតុអ្វីបានជាលោកមកនៅទីនេះអាពងលីដអើយឯងនេះពិតជាល្បិចខ្លាំងណាស់ឯងនៅមិនតន់ដឹងអំពីទំនាក់ទំនងរបស់ពួកយើងទេយើងនៅលោកសេដ្ឋីកុសលរាប់អានគ្នាដូចជាបងប្អូនបង្កើតអញ្ចឹងយើងរកស៊ីជាមួយគេជាង20ឆ្នាំហើយពេលដែលលើថាអាប្អូនយើងធ្លាក់ខ្លួនក្រយើងក៏សង្ស័យភ្លាមហើយដល់ពេលយើងមកដល់វាដូចជាការគិតទុករបស់យើងអញ្ចឹងនេះហើយគឺជាល្បិចរបស់ឯងទាំងអស់អាឆ្នាំងភ្លេចគម្របសម្បត្តិយើងខំបង្ហាត់បង្រៀនឲ្យឯងចេះរកស៊ីមិនគួរណាឯងមកចេះសម្លាប់យើងវិញសោះលោកសេដ្ឋីខ្ញុំក៏ត្រូវការរកស៊ីមានបានដែរបើលោកបង្រៀនខ្ញុំមកចេះរកស៊ីទៅហើយហេតុអ្វីក៏មិនឲ្យខ្ញុំរកស៊ីអើយគ្មានអ្នកណាហាមឯងមិនឲ្យរកស៊ីនោះទេតែឯងធ្វើនេះគឺកាត់មុខកាត់មាត់យើងឯងអាចដាក់ពាក្យសុំច្បាប់បន្ទាប់មកឯងចេញទៅរកស៊ីចោះតែឯងធ្វើនេះដូចជាសម្លាប់យើងអញ្ចឹងតើសមទេយើងខំចិញ្ចឹមបីបាច់ខំសន្តោសប្រណីអាណិតមិននឹកស្មានថាឯងជាក្រពើបង្វិចបឹងអញ្ចឹងសោះត្រូវហើយអាសម្បត្តិបើឯងជាមនុស្សបែបនេះយើងមិនរកស៊ីជាមួយឯងទេវើយបើយើងនិយាយតែមួយម៉ាត់ឈ្មោះធំដតីគេច្បាស់ជាតាមយើងព្រោះយើងគឺជាជើងចាស់នៃឈ្មោះឯងនេះខ្ចីពេកហើយអាសម្បត្តិយើងរកស៊ី20ឆ្នាំមកហើយការរកស៊ីរបស់យើងគឺធំមុខធំមាត់ខ្លាំងណាស់អ្នកណាក៏គេស្គាល់ដែរឯងរកស៊ីចន់យើងដូចជាសម្រាប់ខ្លួនឯងអញ្ចឹងកុំគិតថាខ្លួនឯងចេះបន្តិចបន្តួចហើយអាចព្រួយយើងបានអីសោះនោះលោកសេដ្ឋីទាំងពីរអើយខ្ញុំនៅក្មេងខ្លាំងណាស់ខ្ញុំមិនយល់ការនៅពេលដែលស្ដាប់អ្នកទាំងពីរនិយាយបែបនេះខ្ញុំមានអារម្មណ៍ថាដូចជាភ្លឺស្វាងខ្លាំងណាស់សូមអ្នកទាំងពីរកុំប្រកាន់ទុកភ័យអ្វីដល់ខ្ញុំអីមនុស្សដូចជាឯងនេះគឺគ្រោះថ្នាក់ខ្លាំងណាស់ឆាប់ចេញទៅចេញឲ្យឆ្ងាយពីផ្ទះយើងទៅត្រូវហើយឯងក៏មិនអាចរកស៊ីរបស់នេះទៀតបានដែរមិនថារបស់នេះឬក៏របស់អ្វីផ្សេងទៀតក៏ដោយឲ្យតែមិនស្មោះត្រង់គឺមិនជោគជ័យឡើយវើយឯងឆាប់ចាក់ចេញពីផ្ទះយើងទៅយើងមិនចង់ឃើញមុខរបស់ឯងទៀតទេអាក្រពើវវិញបឹងអាឆ្នាំងភ្លេចគម្របអោលោកសេដ្ឋីទាំងពីរអើយពេលនេះទើបខ្ញុំដឹងថាមេឃធំភ្នំខ្ពស់ប៉ុណ្ណាហើយខ្ញុំនឹងចង់ចាំខ្ញុំនឹងចាក់ចេញយាយសនគាត់រស់នៅក្នុងភូមិមួយដែលមានជីវភាពធូរធារក្រាន់បើប៉ុន្តែគាត់មានទម្លាប់អាក្រក់មួយគឺចូលចិត្តដើរខ្ចីលុយគេណាស់ពីដំបងអ្នកភូមិមិនដឹងពីអត្តចរិតរបស់គាត់គេក៏ព្រមឲ្យគាត់ខ្ចីប៉ុន្តែយូរទៅពួកគេក៏លែងឲ្យខ្ចីព្រោះតែគាត់ខ្ចីហើយគឺមិនសងនោះទេនៅពេលដែលគេទៅទារម្ដងគាត់ធ្វើជាភ្លេចហើយតែងតែគិតថាខ្លួនឯងជាមនុស្សពូកែជាងគេទាំងអស់អាសុចយើងខ្ចីប្រាក់បន្តិចបន្តួចសិនមកខ្ចីប្រាក់មេទេបងតើបងខ្ចីប្រាក់ប៉ុន្មានដែរទៅយើងខ្ចីតែបន្តិចទេគឺយើងខ្ចីត្រឹមតែ1លានតែប៉ុណ្ណោះថាម៉េច1លានមែនទេ1លានខ្ញុំមានក៏ប៉ុន្តែខ្ញុំមានតែ1លាននឹងឯងបើឲ្យបងឯងខ្ចីទៅគឺអស់ហើយស្អីគេប្រាក់ត្រឹមតែ1លានយើងហាមាត់ខ្ចីឯងបែរជាមិនចឹងឲ្យអញ្ចឹងបងអើយខ្ញុំមានតែប៉ុណ្្នឹងឯងទុកទិញអង្គហូបឲ្យ1លាននឹងសិនមកយើងខ្ចីតែ3ថ្ងៃទេអានេះតើប្រកាសទេបងប្រកាសហើយតែ3ថ្ងៃទេអញប្រកាសជាយកប្រាក់មកសងឯងវិញហើយ
ឥឡូវបងយក50,000ទៅនៅសល់50,000ខ្ញុំទុកទិញអង្ករហូប ឲ្យ50,000មិននឹងគ្រប់ទៅយើងត្រូវការ1លានណាអានេះមិនក៏អញកម្រិះម្លេះ ហាយ៉ាឥឡូវអញ្ចេះចោះព្រោះគិតថាជាអ្នកស្គាល់គ្នាបងខ្ចីខ្ញុំតែ3ថ្ងៃទេណាបងត្រូវតែយកប្រាក់មកសងខ្ញុំវិញបើសិនជាបងមិនយកប្រាក់មកសងខ្ញុំវិញទេខ្ញុំប្រកាសជាដាច់ពោះស្លាប់ជាមិនខានឡើយ អាសុចឯងកំភៃអីយើងខ្ចីតែ3ថ្ងៃទេក្រោយមកយើងនឹងយកប្រាក់មកសងឯងវិញ ខ្ញុំនេះគឺជាអ្នកលក់ចេកលក់ដាច់មួយថ្ងៃកាន់មួយថ្ងៃកោឲ្យតែស្ងាត់ស្ងាត់បែបនេះខ្ញុំច្បាស់ជាស្លាប់មុនងាប់ជាមិនខាន ណែមីក្តាឈប់សិនកុំបញ្ញាប់ពេក អាយ៉ាយាយសនយាយកាក់ខ្ញុំមកឆោបែបនេះតើយាយត្រូវការទិញចេកមែន អត់ទេយើងត្រូវការខ្ចីប្រាក់របស់ឯង1លានសិន ប្រាក់1លានខ្ញុំប្រកាសជាមានតើយាយយកប្រាក់ទៅធ្វើអីទៅ យើងមានការចាំបាច់បើមិនអញ្ចឹងទេយើងក៏មិនខ្ចីឯងដែរ ប្រាក់1លាននេះខ្ញុំទុកធ្វើជាដើមតុននៅប៉ុន្មានថ្ងៃទៀតខ្ញុំត្រូវការទិញជីដាក់ស្រែរបស់ខ្ញុំហើយណាយាយ ណែមិនអីទេយើងខ្ចីតែ3ថ្ងៃតើយ៉ាងម៉េចនឹងឯងខ្លាចថាយើងមិនសងមែនយើងនេះមានការជាចាំបាច់យើងត្រូវការប្រាក់1លានជាបន្តអញ្ចឹងហើយទើបបានជាយើងកាក់ឯងឲ្យឈប់នឹងណា ទៅឥឡូវបានហើយកុំថាខ្ញុំនេះចិត្តដាច់ប៉ុន្តែយាយត្រូវប្រកាសចិត្តថា3ថ្ងៃក្រោយយាយត្រូវតែយកប្រាក់មកសងខ្ញុំវិញណា ឯងនេះនិយាយច្រើនណាស់ឲ្យប្រាក់មកហើយប្រញាប់ទៅយើងថាម៉ាក់ណាគឺម៉ាក់នឹងឯង ចាចាំខ្ញុំឲ្យប្រាក់ណាយាយមួយសប្តាហ៍ក្រោយមកអាយ៉ាពេលនេះខ្ញុំស៊ីបាយជាមួយទឹកត្រីហើយថ្ងៃនេះគឺជាថ្ងៃទី7មិនក៏យាយសនមិនឃើញយកប្រាក់មកសងខ្ញុំអញ្ចឹងឯងនេះខំតែអាណិតខំបេះពីមាត់បង្រត់ពីកដើម្បីយកប្រាក់ឲ្យគាត់ខ្ចីតែគាត់មិនឃើញយកប្រាក់មកសងខ្ញុំវិញសោះមិនបានទេខ្ញុំត្រូវតែទៅទារប្រាក់នោះមកវិញបើមិនអញ្ចឹងខ្ញុំច្បាស់ជាឃ្លានស្លាប់ដោយសារតែគ្មានអាហារឆេនេះឯងក្រឡេកមកមើលយាយសនឯនេះវិញគាត់បានបរិភោគអាហារយ៉ាងច្រើនពោពេញទៅដោយអាហារមានជីវជាតិនិងឆ្ងាញ់ទៀតផង ឲ្យជីវិតខ្ញុំអើយគ្មានអ្នកណាសំណាងដូចជាខ្ញុំនោះទេប្រាក់ខ្ញុំមានពេញផ្ទះចំណែកមនុស្សនៅក្នុងភូមិនេះអ្នកណាក៏គេឲ្យខ្ញុំខ្ចីប្រាក់បើនិយាយថាសំណាងក៏មិនត្រូវដែរព្រោះខ្ញុំនេះជាមនុស្សបកែនិយាយអញ្ចឹងទៅត្រូវសុចឯងមកផ្ទះយើងមានការអីទៅអានេះ បងអើយនេះថ្ងៃទី7ហើយមិនឃើញបងយកប្រាក់ទៅសងខ្ញុំសោះ សុចឯងគិតថាយើងបោកប្រាក់ឯងមែនប្រាក់តែបន្តិចបន្តួចសោះមិនក៏ឯងភ័យម្លេះ អត់ទេបងខ្ញុំមិនខ្លាចបងបោកទេប៉ុន្តែខ្ញុំនេះវាអត់មានប្រាក់ទិញអង្ករ បានហើយឥឡូវឯងទៅផ្ទះសិនទៅយើងមិនតបានសងឯងទេថ្ងៃនេះហើយចាំថ្ងៃស្អែកយើងយកប្រាក់សងឯងដល់កម្មចិត្តាតែម្ដង ខុសគ្នាមួយថ្ងៃបងសងប្រាក់ខ្ញុំឲ្យហើយមកខ្ញុំនេះពិតជាមានអីហូបពិតមែនព្រឹកមិញខ្ញុំហូបបាយជាមួយទឹកត្រីណា យើងក៏ចង់ឲ្យឯងថ្ងៃនេះដែរតែប្រាក់របស់យើងនេះវាវល់ដូចជាកង់រទេះអញ្ចឹងបើសិនជាអាចដកបានយើងនឹងឲ្យឯងថ្ងៃនេះតែម្ដងតែវាមិនកើតតតែរងចាំថ្ងៃស្អែក អាយ៉ាបងខ្ញុំនេះដូចជាមិនយល់សោះប្រាក់វល់ដូចជាកង់រទេះយ៉ាងម៉េចទៅ ហើយយ៉ានេះឯងនេះពិតជាសាមមែនវើយឥឡូវឯងទៅផ្ទះទៅហើយថ្ងៃស្អែកចាំយើងយកប្រាក់ទៅឲ្យ បានបងបើអញ្ចឹងចាំថ្ងៃស្អែកប្រកាសជាបានប្រាក់ហើយណាយាយសនមិនក៏មិនឃើញយកប្រាក់ទៅសងខ្ញុំអញ្ចឹងនេះថ្ងៃទី7ហើយណា អើយស្អីគេវើយស្អីគេម្នាក់ទៀតហើយថ្ងៃនេះពួកឯងប្រកាសស្អីនឹង ណែយាយនិយាយអញ្ចឹងមិននឹងកើតយាយបាននិយាយថាខ្ចីប្រាក់ខ្ញុំទៅ3ថ្ងៃទេតែនេះលើ4ថ្ងៃទៅហើយនៅតែមិនទាន់ឃើញយកប្រាក់ទៅសងខ្ញុំទៀត អញដឹងហើយតែថ្ងៃនេះអញវាមិនតាន់មានថ្ងៃស្អែកចាំយើងយកប្រាក់ទៅសងឯងទៅផ្ទះវិញទៅយើងត្រូវការដេក យាយនេះមិនក៏និយាយធួដូចថំសៃអញ្ចឹងឥឡូវឆាប់សងប្រាក់ខ្ញុំមកខ្ញុំត្រូវការប្រាក់របស់ខ្ញុំ
នាងក្តានេះយាយមិនស្ដាប់គ្នាមែនវើយយើងថាថ្ងៃនេះមិនមានទេចាំថ្ងៃស្អែក យាយសនបើដឹងថាទាពិបាកអញ្ចឹងខ្ញុំក៏មិនឲ្យខ្ចីនោះដែរម្ដងលើកថាថ្ងៃនេះម្ដងថានៅថ្ងៃនោះចាស់ហើយនៅធ្វើចរិតអញ្ចឹងទៀត នាងក្តាយើងប្រាប់ឲ្យថាថ្ងៃនេះយើងអត់មានប្រាក់ទេចាំថ្ងៃស្អែកយើងយកប្រាក់ទៅសងតើនេះស្ដាប់ភាសាខ្មែរបានឬអត់ ក៏បានបើថ្ងៃស្អែកមិនឃើញយកប្រាក់ទៅសងខ្ញុំទេយាយច្បាស់ជាមានរឿងជាមួយខ្ញុំហើយណាព្រោះខ្ញុំត្រូវការប្រាក់យកទៅធ្វើការងាររបស់ខ្ញុំដែរ អើអញដឹងហើយ លុះថ្ងៃស្អែកឡើងមកដល់យាយសននៅតែមិនទាន់ឃើញយកប្រាក់ទៅសងអ្នកទាំងពីរទៀតហើយយ៉ាខ្ញុំរងចាំយាយសនតាំងពីព្រឹករហូតដល់ល្ងាចតែគាត់នៅតែមិនទាន់ឃើញយកប្រាក់មកសងខ្ញុំទៀតបើថ្ងៃនេះគាត់មិនយកប្រាក់មកសងខ្ញុំទេថ្ងៃស្អែកខ្ញុំច្បាស់ជាផឹកទឹកជំនួសបាយហើយខ្ញុំមិនអាចអនុញ្ញាតឲ្យគាត់ម្ដងទៀតបានទេខ្ញុំត្រូវតែទៅផ្ទះលោកមេភូមិឲ្យទៅបាននេះខ្ញុំរងចាំគាត់តាំងពីព្រឹកមកម្ល៉េះមិនឃើញគាត់យកប្រាក់មកសងខ្ញុំទៀតលុះគិតហើយអ្នកទាំងពីរក៏បានធ្វើដំណើរមកផ្ទះលោកមេភូមិអាសុចនាងលេដាមិនក៏ថ្ងៃនេះអ្នកទាំងពីរមកផ្ទះយើងអញ្ចឹងបាទលោកមេភូមិយាយសនជពាក់ប្រាក់ខ្ញុំ1លានរៀលម្ដងថាថ្ងៃនេះម្ដងថាថ្ងៃនោះប៉ុន្តែមិនឃើញយកប្រាក់មកសងខ្ញុំសោះដូច្នេះហើយខ្ញុំក៏មករកលោកមេភូមិមកជួយនឹងណាចំណែកខ្ញុំនេះក៏មិនខុសពីលបងសិចប៉ុន្មានដែរយាយសនចំពាក់ប្រាក់ខ្ញុំមិនឃើញសងឡើយហើយយ៉ាចំពាក់អីតែពួកឯងយាយសនក៏ចំពាក់យើងដែរតែបើមើលទៅជីវភាពរបស់គាត់គឺមិនខ្វះខាតអីទេស្រែគាត់មានរាប់សិបហត្តាទោះបីជាគាត់ធ្វើស្រែមិនកើតក៏គាត់អាចដាក់ដីនោះឲ្យគេធ្វើជំនួសហើយយកប្រាក់ឈ្នួលប្រចាំឆ្នាំពួកឯងដឹងទេគាត់ចំពាក់ប្រាក់យើងជាង1ឆ្នាំហើយណាប្រាក់ត្រឹមតែ50,000សោះនឹងនេះយាយសនចំពាក់ប្រាក់លោកមេភូមិដែរមែនអើត្រូវហើយឥឡូវពួកឯងកុំបារម្ភអីយើងទៅផ្ទះរបស់គាត់ដើម្បីនិយាយដឹងសោះខ្មៅតែម្ដងទៅចាស់លោកមេភូមិពួកយើងទៅទាំងអស់គ្នាទៅខ្ញុំជឿជាក់ថាគាត់មិនអាចយកឈ្នះពួកយើងបានឡើយយើងធ្វើទៅតាមផ្លូវច្បាប់យើងចង់ដឹងណាស់ថាគាត់យកប្រាក់ទាំងនោះទៅធ្វើអីទៅអាយ៉ាមិនក៏ថ្ងៃនេះមានមនុស្សមកផ្ទះខ្ញុំច្រើនម្ល៉េះ យាយសនម្សិលមិញយាយថាយកប្រាក់ទៅសងខ្ញុំតែខ្ញុំខំចាំតាំងពីព្រឹករហូតដល់ល្ងាចមិនឃើញយាយយកប្រាក់ទៅសងខ្ញុំសោះចំណែកខ្ញុំនេះក៏អញ្ចឹងដែរឥឡូវវេទនាខ្លាំងណាស់អង្គក៏អស់ប្រាក់ក៏គ្មានអ្វីឆៃទេយាយសនតើរឿងនេះវាយ៉ាងម៉េចទៅយាយចំពាក់ប្រាក់គេតែហេតុអ្វីបានជាមិនសង លោកមេភូមិអើយរឿងប្រាក់ខ្ញុំប្រកាសជាសងប៉ុន្តែមិនមែនពេលនេះទេហើយខ្ញុំគឺជាមនុស្សចាស់គ្មានប្រាក់ច្រើនសម្រាប់សងពួកគេឥឡូវនេះទេដូច្នេះសូមពួកឯងរងចាំឆ្នាំក្រោយទៅណា ថាម៉េចឆ្នាំក្រោយមែន ត្រូវហើយចាំឆ្នាំក្រោយចាំយើងសង មិនបានទេយាយសនខ្ញុំរងចាំឆ្នាំក្រោយមិននឹងបានទៅខ្ញុំត្រូវការប្រាក់យកទៅទិញជីដាក់ស្រែយាយដឹងទេខ្ញុំខំបាយពីមុតបង្រត់ពីកដើម្បីយកប្រាក់ឲ្យយាយខ្ចីទាំងដែលខ្ញុំនេះកំពុងតែត្រូវការប្រាក់យកទៅទិញជី អញមិនដឹងទេនេះគឺជារឿងរបស់ពួកឯងដោះស្រាយដោយខ្លួនឯងទៅ ខណៈនោះដែរស្រាប់តែអ្នកលក់មាសគេក៏បានដើរចូលមកលោកយាយម្សិលមិញយាយទៅទិញមាសនៅហាងរបស់ខ្ញុំប៉ុន្តែខ្ញុំភ្លេចឲ្យវិក័យប័ណ្ណនេះសូមលោកយាយយកវិក័យប័ណ្ណនេះទៅរក្សាទុកចុះណាហើយយ៉ាហេតុអ្វីក៏ផ្ទះលោកយាយមនុស្សច្រើនម្ល៉េះតើមានការវិធីអ្វីដែរតើលោកយាយ អាចង្រៃយកនេះវើយថ្ងៃណាមិនមកបាច់ជាមកថ្ងៃនេះទៅវិញ តាមពិតយាយសនខ្ចីប្រាក់គេយកទៅទិញមាសសោះឥឡូវការពិតត្រូវបានលាតត្រដាងហើយអ្នកទាំងអស់គ្នា ទេលោកមេភូមិយល់ច្រឡំហើយក កដាឥឡូវយើងសួរឯងតើយាយសននេះឧស្សាហ៍ចិញ្ចោហាងរបស់ឯងណាស់មែនបាទត្រឹមត្រូវហើយលោកមេភូមិគាត់គឺជាមួយពិសេសនៅហាងរបស់ខ្ញុំតែម្ដងក្នុងមួយខែគាត់ទៅទិញមាសនៅហាងរបស់ខ្ញុំម្ដងតើមានរឿងអ្វីទៅខ្ញុំដូចជាមិនយល់សោះបងសនខ្ញុំសោកស្ដាយខ្លាំងណាស់ខ្ញុំនេះជាមនុស្សម្នាក់ដែលក្រីក្រជាងគេនៅក្នុងភូមិនេះដោយសារតែខ្ញុំយល់ថាជាអ្នកស្រុកភូមិទើបខ្ញុំឲ្យខ្ចីប្រាក់ខ្ញុំមិននឹកស្មានថាបងឯងយកប្រាក់ទៅទិញមាសសោះចំណែកខ្ញុំវិញស៊ីបាយជាមួយទឹកត្រីខ្ញុំសោកស្ដាយខ្លាំងណាស់ប្រាក់ខ្ញុំមិនអាចបាត់បង់ដែរទៅឡើយឆាប់សងប្រាក់ខ្ញុំថ្ងៃនេះមកបើមិនអញ្ចឹងទេណាខ្ញុំនឹងខលហៅប៉ូលីសឲ្យមកចាប់យាយដាក់គុកថ្ងៃនេះហើយត្រឹមត្រូវហើយមិនគួរណាបងធ្វើអញ្ចឹងទេហ
ហើយខ្ញុំមិនអោយប្រាក់ខ្ញុំទៅបងស្រួលឡើយដូច្នេះខ្ញុំត្រូវតែប្តឹងប៉ូលីសលោកមេភូមិជួយធ្វើឯកសារឲ្យខ្ញុំផងណាហេតុអ្វីក៏យាយធ្វើអញ្ចឹងនេះប្រាក់ជាកម្លាំងញើសឈាមរបស់គេតែយាយយកទៅទិញមាសទាំងដឹងថាម្ចាស់ប្រាក់នោះគេស៊ីបាយជាមួយទឹកត្រីដូច្នេះខ្ញុំត្រូវតែចាត់វិធានការតាមផ្លូវច្បាប់ហើយណាឈប់សិនអ្នកទាំងអស់គ្នាកុំចាប់ខ្ញុំដាក់គុកអីខ្ញុំដឹងកំហុសហើយខ្ញុំពិតជាបានធ្វើអញ្ចឹងមែនដោយសារតែខ្ញុំយល់ថាខ្ញុំជាមនុស្សឆ្លាតជាងគេឥឡូវនេះអ្នកទាំងអស់គ្នាចាប់បន្តិចចាំខ្ញុំយកប្រាក់មកសងប្រាក់របស់ខ្ញុំមានច្រើនណាស់នៅលើផ្ទះឯណោះព្រះអើយយាយសនមានប្រាក់ច្រើនណាស់វាដូចជាអ្វីដែលយើងគិតពិតមែនតែហេតុអ្វីបានជាគាត់ធ្វើបែបនេះឥឡូវលើកនេះខ្ញុំអនុគ្រោះប៉ុន្តែកុំឲ្យមានលើកទី2ឲ្យសោះបើមិនអញ្ចឹងទេយាយច្បាស់ជាបានដេកគុកស៊ីបាយក្រហមជាមិនខានឡើយចាស់លោកមេភូមិអ្នកទាំងអស់គ្នាអើយឲ្យខ្ញុំសំទោសតទៅខ្ញុំលែងហ៊ានធ្វើអញ្ចឹងទៀតហើយមានបារម្ភម្នាក់ឈ្មោះកាកាដាគេពិតជាមនុស្សចិត្តទូលាយខ្លាំងណាស់ប៉ុន្តែការចិត្តទូលាយរបស់គេនេះគឺចំពោះមិត្តភ័ក្តិរបស់គេតែប៉ុណ្ណោះចំណែកការរស់នៅជាមួយគ្រួសាររបស់គេវិញក្នុងមួយថ្ងៃគឺដាំបាយចំនួន1កំប៉ុងតែប៉ុណ្ណោះអូនថ្ងៃនេះអូនទៅផ្សារទិញកូនត្រីមួយមកទិញកូនត្រីយកមកធ្វើអ្វីទៅបងយីអូនចេះសួរអញ្ចឹងទៅកើតយកមកធ្វើម្ហូបនឹងណាកូនត្រីតូចមួយយកមកធ្វើម្ហូបមិននឹងក្រាន់ទៅបងអូនឯងនេះចាំជាមិនចេះច្នៃម្ហូបមែនយើងដាក់ទឹកឲ្យច្រើនទៅគ្រាន់នឹងមានរសជាតិបើអូនតិចមកច្រើនយើងហូបមិនអស់ដដែលនឹងបថើបងហេតុអ្វីចាំមិនរៀបឋានមួយថ្នាក់នេះយើងសល់ប្រាក់ច្រើនដែរយើងហូបឆ្ងាញ់បន្តិចទៅអូនឯងគិតតែពីរបរឆ្ងាញ់តែមានតែគិតដល់ថ្ងៃអនាគតទេបើសិនជាថ្ងៃណាមួយសេដ្ឋកិច្ចធ្លាក់ចុះពួកយើងរកអ្វីមិនបាននោះតើមានប្រាក់ឯណាសម្រាប់ទប់ទល់ជីវភាពប្រចាំថ្ងៃទៅបានហើយឥឡូវឯងមិនបាច់និយាយច្រើនទេឆាប់ទៅផ្សារទិញម្ហូបមកអញ្ចឹងក៏បានដែរខ្ញុំពិតជាមិនយល់ពីបងឯងសោះរដ្ឋាតើឯងទៅណានឹងយើងទៅស្រែឲ្យចោះឯងវិញនោះហើយយ៉ាថ្ងៃនេះឯងអត់ជួបជុំមិត្តភក្តិទេអីតែឯងឧស្សាហ៍ផឹកស៊ីជួបជុំសប្បាយខ្លាំងណាស់ត្រូវហើយកម្មវិធីស្ទើររាល់ថ្ងៃប៉ុន្តែប្រហែលថ្ងៃនេះគឺសម្រាប់ហើយព្រោះតែប្រពន្ធជេរខ្លាំងពេកបើប្រពន្ធឯងជេរថ្ងៃនេះឯងទៅផឹកស៊ីនៅផ្ទះយើងម្ដងទៅថាម៉េចទៅផឹកស៊ីនៅផ្ទះឯងហើយតើផ្ទះឯងមានកម្មវិធីអ្វីទៅអត់មានកម្មវិធីអីទេគឺហៅឯងទៅផឹកស៊ីបន្តិចបន្តួចនឹងណាបើអញ្ចឹងមិនអីទេយើងនេះមិនបដិសេធឡើយព្រោះអារឿងផឹកស៊ីនឹងយើងជិះចិត្តសម្រាប់ណាឯងទៅផ្ទះយើងមិនបាច់បារម្ភទេជាពិសេសរឿងម្ហូបអាហារអីនោះទុកឲ្យយើងជាអ្នករ៉ាប់រងចេញទាំងអស់អាយ៉ាស្ដាប់ទៅគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់មិនអីទេសម្លាញ់យើងនឹងទៅផ្ទះឯងឆ្ងល់ប្តីខ្ញុំខ្លាំងណាស់មិនได้បានជាគាត់រីថាំយ៉ាងនេះកូនត្រីតូចមួយសោះតាធ្វើមិននឹងឆៃក្រំតែលោកព្រះអើយឲ្យតែយ៉ាងនេះខ្ញុំច្បាស់ជាស្លាប់មុនងាប់ជាមិនខានក្រឡេកមកមើលកាកដាវិញគេបានរៀបចំអាហារយ៉ាងច្រើនសម្រាប់មិត្តភ័ក្តិរបស់គេអាយ៉ាអាកាកដាយើងមិននឹកស្មានថានៅផ្ទះឯងសម្បូរអាហារបែបនេះសោះឯថ្ងៃក្រោយយើងច្បាស់ជាមិនឆេះផ្ទះឯងទៀតហើយច្រើនអីទៅសម្លាញ់យើងហូបបែបនេះរាល់តែថ្ងៃនឹងឯងអាយ៉ាមិនបានចែកខ្ជិះខ្ជាយសម្បាម្លេះហូបតែមួយគ្រាប់មួយឆ្ងាញ់ទៅបានហើយខ្ជិះខ្ជាយអីទៅយើងធ្វើស្រែច្រើនសម្បាណាស់ហើយអ្នកភូមិយើងក៏សបោសបាយទៀតឯងមិនចាំបាច់បារម្ភទេប៉ុន្តែថ្មនេះទៅហើយអាដាមនៅតែមិនទាន់ឃើញមកដល់ទៀតប៉ិតមែនហើយកកដាយើងបានប្រាវាដែរតែមិនឃើញវាមកដល់សោះវិញយីបងតើផ្ទះយើងមានកម្មវិធីអីនឹងហេតុអ្វីបានជាបងមិនប្រាប់ខ្ញុំឲ្យដឹងអញ្ចឹងតាមហូបទាំងនេះបងបានមកពីណាទៅបងទិញមកពីផ្សារនឹងណាអូនមិនមានកម្មវិធីអីទេឥឡូវអូនយកកូនត្រីទៅទុកសិនចោះហើយទៅទិញម្ហូបម្ដងទៀតព្រោះថាមិត្តភ័ក្តិរបស់បងវាខ្លាចខ្វះម្ហូបឥឡូវអូនឆាប់ទៅទិញម្ហូបម្ដងទៀតមកមិនអីទេបើម្ហូបប៉ុណ្ណេះគឺគ្រប់គ្រាន់ហើយអីចកលយ៉ានបានកូនត្រីមកពីណានឹងកូនត្រីនេះគឺខ្ញុំគឺប្រពន្ធយើងរើសបានតាមផ្លូវនឹងណា
មិនបានជាឯងដឹងថារើសបានតាផ្លូវអញ្ចឹងបើឯងនៅផឹកជាមួយយើងរហូតហ្នឹងត្រីនេះគឺខ្ញុំណែអាយ៉ារឿងនេះអូនឯងមិនបាច់និយាយទេអូនឯងឆាប់ទៅទិញម្ហូបមកសម្លាញ់រឿងកូនត្រីនេះក៏ឯងសួរដេញដោលដែរត្រីនេះច្បាស់ជាប្រពន្ធយើងរើសបានហើយពីព្រោះថានៅខាងមុខមានស្រះមួយហើយស្រះនោះសម្បូរត្រីខ្លាំងណាស់វាប្រហែលជាឡើងតាមស្រះនឹងហើយមើលទៅតាមពិតគឺអញ្ចឹងសោះហើយអូនសម្លាញ់តើអូននៅមើលអីទៀតមិនក៏មកបញ្ញាប់ទៅទិញម្ហូបទៅឬប្តីនិយាយដូច្នេះនាងជាប្រពន្ធក៏បានដើរចេញទៅអំសានអំសំគឺជាម្ដាយក្មេកនិងឪពុកក្មេករបស់កកដាថ្ងៃនេះគាត់បានមកលេងកូនស្រីរបស់គាត់ប៉ុន្តែមកហូបនៅលើតុមានតែកូនត្រីតូចមួយតែប៉ុណ្ណោះពុកម៉ែឆាប់ហូបទៅឯងលើកមកហូបឲ្យអស់សិនចាំយើងឆៃបងមកហូបនៅលើតុនឹងហើយតើមិនអីទេកូនឯងលើកមកហូបឲ្យអស់សិនមកចាំបន្តិចទៀតក៏បានដែរម៉ែមកហូបលើកមកអស់ហើយតើគឺមានតែកូនត្រីតូចមួយនេះឯងស្អីគេកូនត្រីតូចមួយស៊ីគ្នា4នាក់នេះយើងស្ដាប់ច្រឡំតើមែនទេយើងខំមកលេចពួកឯងហើយនេះពួកឯងទទួលយើងដោយរបៀបនេះបកអើយយើងរៀបថាបន្តិចទៅលុយកាក់ពិតជាពិបាករកខ្លាំងណាស់កុំខ្ជិលខ្ជាយលើម្ហូបខ្លាំងពេកកដាជើងមកនេះគឺចង់ណែនាំអញអំពីបញ្ហាម្ហូបឯងហូបចុកឲ្យគ្រប់គ្រាន់បន្តិចទៅក៏វាមិនឲ្យពួកឯងទាំងពីរនាក់ក្ររហាមដែរឯងគួរតែហូបម្ហូបណាដែលមានជីវជាតិដើម្បីមានកម្លាំងហើយឯងក៏អាចរកប្រាក់បានច្រើនដែរតែបើឯងហូបម្ហូបរបៀបនេះតើឯងនឹងមានកម្លាំងអាណារកប្រាក់ទៅបើឯងមិនក៏ដំពេញខ្លួនឯងក៏គួរតែក៏ដល់ប្រពន្ធដែរមិនអីទេម៉ែអាហារប៉ុណ្ណឹងខ្ញុំក៏អាចហូបបានដែរឃើញអត់ម៉ែប្រពន្ធខ្ញុំថាមិនអីផងមិនក៏ម៉ែថាឲ្យខ្ញុំច្រើនម្ល៉េះកកដាអំប្រាអំស្រីនេះដែលទៅពីម្លេងកូនមែនទេយ៉ារដ្ឋាថ្ងៃនេះមិនក៏ឯងមកផ្ទះយើងអញ្ចឹងថ្ងៃនេះនៅផ្ទះយើងមានកម្មវិធីជប់ជុំដូច្នេះយើងក៏ចង់ហៅឯងនឹងប្រពន្ធឯងទៅនឹងណាមិនអីទេសម្លាញ់ចាំយើងទៅចំមហូបមានគ្រប់ឬអត់បើសិនចិត្តមានទេទឹកឲ្យយើងជាអ្នកចេញមិនចាំបាច់ទេសម្លាញ់យើងរៀបចំរួចអស់ទៅហើយឯងទៅតែខ្លួនទៅបានហើយណាសម្លាញ់មិនអីទេបើអញ្ចឹងចាំយើងទិញគ្រឿងសមុទ្រទៅបន្ថែមហេកកដាឯងមុននឹងនិយាយថាឲ្យចេះរីថាបន្តិចហើយមិនក៏សឹកឯងចង់ទិញគ្រឿងសមុទ្របែបនេះទៅវិញម៉ែមិនក៏ម៉ែនិយាយបែបនេះតើម៉ែចង់បំបាក់មកខ្ញុំមែនមិនអីទេអីកកដាឯងក៏មិនចាំបាច់ទិញគ្រឿងសមុទ្រទៅដែរបើអញ្ចឹងខ្ញុំសុំលាអ្នកទាំងអស់គ្នាសិនហើយក្មួយយើងមិនហ៊ានហៅឯងហូបបាយជាមួយទេឯងឃើញទេមានតែកូនត្រីទូចមួយនៅលើតុបើហៅឯងមកហូបច្បាស់ជាមិនគ្រប់ឡើយទៀតហើយអ្នកទាំងពីរចង់បំបាក់មកខ្ញុំមែននិយាយដដែលណែសម្លាញ់ឯងក៏មិនបារម្ភអីចាំយើងទៅតាមក្រោយហើយយើងទៅទិញគ្រឿងសមុទ្រទៅបន្ថែមនៅពេលល្ងាចឡើងមកដល់កកដាទោះបីជាដឹងថាសម្លាញ់គេមានម្ហូបរៀបចំទុកដាក់ច្រើនយ៉ាងណាក៏ដោយក៏គេទិញគ្រឿងសមុទ្រទៅជាមួយដែរហើយគេពិតជាចិត្តបានខ្លាំងណាស់ជាមួយមិត្តរបស់គេច្រើនខែបានកន្លងផុតទៅប្រពន្ធរបស់កកដានាងក៏បានធ្លាក់ខ្លួនឈឺដោយសារតែការហូបចុកមិនគ្រប់គ្រាន់លោកគ្រូពេទ្យជួយមើលកូនស្រីរបស់ខ្ញុំទៅមើលតើនាងឈឺអ្វីដែរទៅលោកគ្រូនាងហូបចុកមិនគ្រប់គ្រាន់មុខមាត់ស្លេកស្លាំងខ្លាំងណាស់ទៅបានជានាងគ្មានកម្លាំងកំហែងបែបនេះបើសិនជានាងបានហូបចុកពៅឆ្ងាញ់បន្តិចនាងច្បាស់ជាមិនអីទេយើងថាមែនអាកកដានេះចាំជាប្តីមិនបានការសោះវាកម្រីឲ្យប្រពន្ធហូបចុកមិនគ្រប់គ្រាន់ទៅបានជាកូនយើងឈឺដល់ថ្នាក់នេះខ្ញុំមិនអីទេពុកម៉ែខ្ញុំសម្រាប់តែពីថ្ងៃគឺជាហើយត្រឹមត្រូវហើយជំងឺរបស់អ្នកនាងគ្រាន់តែហូបចុកឲ្យបានគ្រប់គ្រាន់គឺលេងអីហើយអាកកដានេះកូនយើងដេកឈឺណែផ្ទះចំណែកវាទៅផឹកស៊ីយើងត្រូវតែទៅមើលវាបន្តិចសិនតោះឪវាខ្ញុំទៅជាមួយឯងដែរក្រឡេកមកមើលកកដាវិញគេកំពុងតែជួបជុំមិត្តភ័ក្តិរបស់គេចំណែកអាហារគឺពិតជាច្រើនខ្លាំងណាស់
យីពុកម៉ែហេតុអ្វីបានជាអ្នកទាំងពីរមកទីនេះអញ្ចឹងកកដាអាកូនប្រសាជើងល្អឯងនេះនៅមានអារម្មណ៍ផឹកស៊ីទៀតមែនប្រពន្ធឯងពេលនេះនាងដេកឈឺណែផ្ទះមើលចោះអាហារនៅលើតុគឺច្រើនខ្លាំងណាស់តែបែរជាឲ្យប្រពន្ធវាហូបចុកបន្តិចបន្តួចអានេះចិត្តបានតែជាមួយមិត្តភ័ក្តិរបស់វាមែនយើងស្ដាយខ្លាំងណាស់ដែលលើកូនស្រីយើងឲ្យទៅឯងគិតថាឯងជាមនុស្សក្រំបើតែការពិតឯងជាមនុស្សចង់មកសៀតសោះយីពុកម៉ែហេតុអ្វីបានជាអ្នកទាំងពីរមកដល់ហើយស្ដីថាឲ្យខ្ញុំបាច់អញ្ចឹងខ្ញុំគ្រាន់តែឲ្យប្រពន្ធឆេះបន្តិចបន្តួចតែប៉ុណ្ណោះប្រពន្ធឯងពេលនេះនាងដេកឈឺនៅផ្ទះឯណោះប្រពន្ធខ្ញុំដេកឈឺត្រូវហើយដោយសារតែឯងនេះឲ្យនាងឆេះមិនគ្រប់គ្រាន់ទើបបានជានាងខ្សោយគ្មានកម្លាំងក្នុងខ្លួនត្រូវហើយសម្លាញ់អំពីបញ្ហានេះយើងក៏បានដឹកដែរឯងចិត្តបានជាមួយពួកយើងខ្លាំងណាស់តែឯងបែរជាឲ្យប្រពន្ធហូបចុកបន្តិចបន្តួចឯងឈប់ធ្វើអញ្ចឹងទៀតតាណាសម្លាញ់ឃើញអត់សូម្បីតែមិត្តរបស់ឯងក៏គេថាអញ្ចឹងដែរលមោភ្ជាក់ខ្លួនហើយបើឯងនៅតែឲ្យកូនយើងឆេះមិនក្រំទៀតយើងនឹងឲ្យកូនយើងលេខក្បាលឯងចោលហើយវើយអញមិនស្ដាយទេអាកូនភាសាម៉ាម៉ាអញ្ចឹងនោះយ៉ាសម្លាញ់មើលទៅឪក្មេករបស់ឯងខឹងឯងមែនទេហើយវើយពុកអើយពុកពេលនេះខ្ញុំដឹងខ្មៅហើយខ្ញុំពិតជាបានធ្វើអញ្ចឹងមែនខ្ញុំចិត្តបានតែជាមួយនឹងមិត្តភ័ក្តិតែប្រពន្ធខ្ញុំនឹងសុកចិត្តអត់ស៊ីអត់ឃ្លានជាមួយនឹងខ្ញុំពុកអើយពេលនេះខ្ញុំទៅមើលប្រពន្ធខ្ញុំហើយខ្ញុំសន្យាថានឹងឈប់រីតាមបែបនេះតទៅទៀតហើយខ្ញុំនឹងឲ្យប្រពន្ធខ្ញុំហូបឆ្ងាញ់រាល់ថ្ងៃបើដឹងខ្លួនបែបនេះគឺជាការល្អហើយតែបើនិយាយត្រូវធ្វើឲ្យបានផងបើកូនយើងនៅតែខ្វះជីវជាតិបែបនេះទៀតណាឯងច្បាស់ជាមិនរស់ទេអាកកដាលុះលឺឪពុកម្ដាយក្មេងនិយាយដូច្នេះគេភ្ញាក់ខ្លួនមួយរំពេចហើយគេក៏បានត្រឡប់មកផ្ទះវិញហើយមើលថែប្រពន្ធរបស់គេដោយទិញអាហារឆ្ងាញ់ឲ្យនាងបរិភោគនឹងមានជីវជាតិចាប់តាំងពីថ្ងៃនោះមកពួកគេក៏បានរស់នៅយ៉ាងមានសេចក្តីសុខជារៀងរហូតទៅមានបរិសចំណានម្នាក់ឈ្មោះចំណានគាត់មានកូនប្រុសស្រីចំនួន2នាក់លោកអ៊ំចំណានគាត់ជាបរិសពូម៉ៃគាត់ស្រឡាញ់កូនរបស់គាត់ខ្លាំងណាស់តែងតែជួយការងារពួកគេដោយមិនខ្លាចនឿយហត់ឡើយចំណែកកូនរបស់គាត់វិញក៏គោរពស្រឡាញ់គាត់ខ្លាំងណាស់ដែរពុកអើយពុកធ្វើការប៉ុណ្ណឹងបានហើយមិនអីទេកូនអស់នៅតែបន្តិចពុកពុះបង្ហាយសិនបងមិនបានជាខំម្លេះពុកគួរតែទៅដល់លេងខ្លះទៅនេះកូនធំអស់ហើយណាពងមិនអីទេបានកូនកតញ្ញូបែបនេះពុកធ្វើការប៉ុណ្ណាក៏មិនហត់ដែរចោះឯណាបងប្រុសរបស់ឯងនោះយើងដូចជាមិនឃើញគេតាំងពីព្រឹកមកម្លេះបងសង្ហាមែនទេពុកកានទៅស្រែតើពុកមិនដឹងទេយីហើយវាទៅស្រែតាំងពីអង្កាលមិនបានជាពុកមិនដឹងអញ្ចឹងពុកមិននឹងដឹងទៅបើពុករវល់តែពូឲ្យនៅខាងក្រៅផ្ទះចំណែកបងសង្ហាក៏នៅខាងមុខផ្ទះឥឡូវពុកសម្រាប់សិនទៅទុកការងារនៅទីនេះឲ្យពងមិនអីទេកូនពុកអាចធ្វើបានតើសល់តែបន្តិចទៀតគឺអស់ហើយពេលអស់ពុកនឹងទៅដើរលេងចាស់ពុកអញ្ចឹងក៏បានដែរក្រឡេកមកមើលនារីម្នាក់នេះវិញគាត់គឺជាមេម៉ាយរាល់ថ្ងៃគាត់រស់នៅតែម្នាក់ឯងនោះទេហើយការងារទាំងឡាយរបស់គាត់គឺធ្វើការដូចជាមនុស្សប្រហែលអញ្ចឹងខ្ញុំនេះគឺជាមេម៉ាយសាច់ខ្ចីតែខ្ញុំឆ្ងល់ណាស់មិនក៏គ្មានបរិណាចាប់អារម្មណ៍ខ្ញុំអញ្ចឹងទាំងតែខ្ញុំនេះអាយុទៅតែ30ក្រាស់ហន្តើហើយរែកទឹកធ្ងន់ខ្លាំងណាស់បើបានប្តីម្នាក់មិនដឹងថាល្អយ៉ាងណានោះទេកើតមកជាមនុស្សស្រីពិតជាពិបាកមែនអើយក៏ច្រាប់មិនបានជានាងលេងដីអញ្ចឹងលេងដីអីតើលបងចំណានខ្ញុំរែកទឹកហៃដួលនឹងណាថាម៉េចរែកទឹកដួលមែនបើអញ្ចឹងមកខ្ញុំជួយរែកទឹកជំនួលបងចំណានធ្វើអញ្ចឹងមិននឹងកើតតើលបងក្រែងលោភ្នែកញាតចិត្តខាងគេឃើញណាមិនអីទេខ្ញុំឃើញលំបាកត្រូវតែជួយឥឡូវអញ្ចេះចោះទុកឲ្យខ្ញុំជាអ្នករែកចាបើអញ្ចឹងខ្ញុំអរគុណហើយណានេះខ្ញុំចង់ថ្លោះចង្កេះហើយនេះលោកអ៊ំចំណាននៅពេលដែលទៅដល់ផ្ទះមិនច្រាប់ហើយគាត់ឃើញការងារធ្ងន់ជាច្រើនដូច្នេះគាត់ក៏កាត់ក្តីអាណិតហើយក៏បានជួយការងារទាំងនោះដោយមិនខ្លាចនឿយហត់បន្តិចសោះឡើយនៅទីបំផុតពួកគេទាំងពីរនាក់ក៏មានចិត្តលើគ្នាទៅវិញទៅមក
ខ្ញុំអរគុណណាស់លបងបើមិនបានលបងនោះទេខ្ញុំមិនអាចរេចទឹកដល់ផ្ទះឡើយនៅថ្ងៃនេះមិនអីទេយើងគឺជាអ្នកស្រុកភូមិជាមួយគ្នាឃើញនាងមីម៉ៃដូច្នេះខ្ញុំអាណិតណាស់មើលទៅការងាររបស់នាងក៏សោះច្រើនដែរចាំខ្ញុំជួយធ្វើបន្តទៀតណាចាស់ខ្ញុំអរគុណហើយណាលបងសូរិយាស្មើនេះទៅហើយពុកយើងមិនតន់ត្រឡប់មកវិញទៀតតើឯងដឹងទេថាពុកយើងកត់តាណាខ្ញុំមិនដឹងទេបងបន្ទាប់ពីគាត់ពូអស់ហើយគាត់ថាតដើរលេងនេះខ្ញុំកំពុងតែរងចាំគាត់ដែរនឹងកូនអើយពុកត្រឡប់មកវិញហើយអាយ៉ាពងតើពុកទៅមកពីណានេះពួកខ្ញុំបារម្ភអំពីពុកខ្លាំងណាស់មិនបាច់បារម្ភទេកូនពុកនេះគ្មានកាត់អ្វីឡើយបើអញ្ចឹងតើពុកទៅមកពីណាទៅពុកទៅតែមកពីផ្ទះកញ្ច្រឹបជួយកិច្ចការងារនៅផ្ទះរបស់នាងថាម៉េចពុកនៅផ្ទះមិនច្រឹបមិនក៏សុកពុកទៅជួយការងារផ្ទះរបស់គេអញ្ចឹងមិនហើយពុកគាត់គឺជាមនុស្សស្រីដែលរស់នៅតែម្នាក់ឯងមិនត្រឹមតែប៉ុណ្ណោះគាត់គឺជាស្រីមេម៉ាយទៀតបើសិនជាអ្នកផ្សេងគេឃើញគឺមិនល្អឡើយណាពុកដូច្នេះពុកគួរតែចាប់ទៅផ្ទះនឹងទៀតទៅហើយយ៉ាកូនយ៉ាងម៉េចនឹងហេតុអ្វីបានចេះដាច់ចិត្តធម្មតាអីបែបនេះនាងគឺជាស្រីមេម៉ាយទុនខ្សោយពុកឃើញគេរែកទឹកហើយដួលនៅតាមផ្លូវពុកឃើញដូច្នេះពុកមិនដាច់ចិត្តមិនជួយបានទេពុកត្រូវតែជួយពេលដែលពុករែកទឹកទៅដល់ផ្ទះហើយឃើញការងារសិតតែធ្ងន់នៅផ្ទះរបស់នាងហើយពុកក៏បានជួយនឹងបន្ថែមទៀតទៅមួយខែក្រោយមកអាយ៉ាលបងចំណានមួយខែហើយមិនឃើញបងតលេងខ្ញុំសោះខ្ញុំពិតជានឹកបងខ្លាំងណាស់ឥឡូវខ្ញុំកាត់ជំងឺបាយមិនទឹកនឹកមិនស្រេកដោយសារតែខានឃើញមកលបងយូរពេកនឹងណាឲ្យបងសុំទោសផងបងក៏នឹកអូនដែរប៉ុន្តែកូនរបស់បងគេមិនអនុញ្ញាតថាម៉េចនេះកូនបងមិនពេញចិត្តខ្ញុំតាមែនទេឬមួយក៏គេខ្លាចថានៅពេលដែលខ្ញុំរៀបការជាមួយលបងហើយខ្ញុំនឹងធ្វើបាបគេលបងអើយខ្ញុំគ្មានកំណត់អាក្រក់បែបហ្នឹងឡើយខ្ញុំគ្រាន់តែចង់រស់នៅជាមួយមនុស្សដែលខ្ញុំស្រឡាញ់តែប៉ុណ្ណោះបើខ្ញុំបានរៀបការជាមួយលបងខ្ញុំនាំតែលបងទៅរស់នៅផ្ទះខ្ញុំមិនអាចឲ្យកូនលបងមកពិបាកជាមួយខ្ញុំបាននោះទេលបងសាក់គិតមើលទៅពួកយើងចំណាននេះទៅហើយតើរស់នៅបានប្រហែលឆ្នាំទៀតខ្ញុំស្រឡាញ់លបងខ្លាំងណាស់ខ្ញុំមិនចង់បែកគ្នាជាមួយលបងនោះទេអូនអើយបងក៏ស្រឡាញ់អូនដែរតែបងគ្មានយោបល់អីសោះកូនបងវាមិនឲ្យបងតាណានោះទេបើលបងពិតជាស្រឡាញ់ខ្ញុំមែនបងឯងសាក់ធ្វើតាមវិធីរបស់ខ្ញុំទៅខ្ញុំជឿជាក់ថាច្បាស់ជាបានផលជាមិនខានតើជាវិធីអីទៅឲ្យតែបានផលបងសុខចិត្តធ្វើតាមព្រោះបងស្រឡាញ់អូនតែម្នាក់កូននៅពេលល្ងាចឡើងមកដល់បងហេតុអ្វីក៏ពុកមិនពិសាបាយតាមម្ហូបកូនមិនឆ្ងាញ់តាមមែនទេយើងលេបមិនចូលទេក្នុងអារម្មណ៍យើងនឹកអូនច្រាប់ខ្លាំងណាស់នេះពួកឯងមកថាស្រឡាញ់ពុកឯតែម្នាក់យល់តែពីសេចក្តីសុខខ្លួនឯងបងពួកខ្ញុំទាំងពីរអ្នកបារម្ភអំពីពុកមិនចង់ឃើញពុកលំបាកមែនហើយតើពុកដឹងទេមិនច្រាប់គាត់ចិត្តលេងល្បែងខ្លាំងណាស់គាត់មិនមែនជាមនុស្សល្អទេណាពុកតើឲ្យខ្ញុំយកគាត់ធ្វើជាម្ដាយចង់បានយ៉ាងម៉េចទៅហើយម្យ៉ាងទៀតគាត់គឺជាមេម៉ាយប្តីលេងនេះប្រហែលជាគាត់មានកំហុសអ្វីម្យ៉ាងហើយទើបបានជាប្តីរបស់គាត់លេងគាត់ដូច្នេះនេះប្រសិនបើពុកយកគាត់ពុកច្បាស់ជាមានរឿងលេងលះបន្តទៀតជាមិនខានប៉ុន្តែមួយរយៈចុងក្រោយនេះពុកបានឃើញគេកែខ្លួនច្រើនណាស់ឃើញចំណុចល្អរបស់គេជាច្រើនបើមិនអញ្ចឹងទេពុកក៏មិនស្រឡាញ់គេដែរបងខ្ញុំសុំសួរបន្តិចចុះបើខ្ញុំនឹងបងប្រាប់មិនឲ្យពុកតាក់ទងមិនច្រឹមតើពុកនឹងមិនពិសាបាយរហូតមែនត្រូវហើយយើងមិនឆេះបាយនោះទេបើពួកឯងមិនយល់ពីបំណងរបស់ពុកយើងចង់ដឹងណាស់តើពួកឯងចង់ឃើញពុកស្លាប់ឬក៏ចង់ឃើញពុកនេះឆាប់បានប្រពន្ធអាយ៉ាមើលចុះពេលនេះពុកចង់បានប្រពន្ធហើយលេងចរិតដូចជាក្មេងតូចអញ្ចឹងមិនអីទេពុកបើសិនជាមិនច្រាប់ប្រកែកខ្លួនពិតមែនខ្ញុំមិនចាប់តនឹងបំណងពុកទៀតទេណែបងស្រីតើឯងយល់យ៉ាងម៉េចដែរខ្ញុំមានតែរុញទុកបណ្ដោយតាមទឹកទេបងព្រោះមានតែមិនច្រាប់តែម្នាក់កូនដែលធ្វើឲ្យពុកយើងកត់សប្បាយចិត្ត
លុះព្រឹកឡើងមកដល់អ្នកទាំងពីរក៏បាននាំលោកអ៊ំចំណានទៅផ្ទះបញ្ច្រឹមអាយ៉ាលបងចំណានមិនថ្ងៃនេះនាំកូនមកផ្ទះខ្ញុំអញ្ចឹងខ្ញុំបានយល់ព្រមអំពីតំណែងទំនងអ្នកមិញនឹងពុករបស់ខ្ញុំហើយខ្ញុំសង្ឃឹមថាមិញនឹងកែប្រែកំហុសឈប់លេងល្បែងពាលីអ្វីសែបន្តទៅទៀតបើមិនដូច្នោះទេខ្ញុំនឹងយកពុករបស់ខ្ញុំទៅវិញហើយខ្ញុំក៏មានរឿងផ្ដេសផ្ដាំទៅមិញដែរកាលពីម្ដាយខ្ញុំនៅរស់គាត់គឺជានារីគ្រប់លក្ខគាត់ល្អសុភាពរៀបសារខ្លាំងណាស់អញ្ចឹងហើយទៅបាត់ជាខ្ញុំមិនចង់ឲ្យពុកខ្ញុំរៀបការជាមួយមនុស្សស្រីកញ្ជើធ្លុះដែលយកល្បែងធំជាងគ្រួសារនោះទេខ្ញុំសង្ឃឹមថាមិញនឹងធ្វើជាមនុស្សស្រីដែលល្អប្រតិបត្តិប្តីធ្វើយ៉ាងណាក៏ដោយឲ្យតែពុកខ្ញុំសប្បាយចិត្តខ្ញុំគ្មានចង់បានអ្វីលើពីនេះទៀតទេតើមិនអាចធ្វើបានដែរឬអត់ហើយក្មួយៗនិយាយនេះគឺពិតជាត្រូវខ្លាំងណាស់មិញមិនគួរណាអលំខ្លួនលេងល្បែងវាជាកំហុសដ៏ធំបំផុតក្នុងជីវិតរបស់មិញអ្នកភូមិនេះនៅណាក៏គេដឹងដែរទៅធ្វើឲ្យមិញមានប្រវត្តិខ្មាំងងឹតចាប់ខ្លួនបែបនេះតែមិញគឺជាមនុស្សចាស់មិញសូមយកក្បាលមកធានាចាំពីថ្ងៃនេះទៅមិញនឹងកែប្រែកំហុសធ្វើជាភរិយាដ៏ល្អធ្វើជាម្ដាយល្អធ្វើជាមនុស្សល្អមិនឲ្យពុកឯងខ្មាស់គេដោយសារតែមិញនោះទេហើយម្យ៉ាងទៀតមិញនឹងធ្វើឲ្យពុករបស់ពួកឯងនេះមានតែស្នាមញញឹមមិនឲ្យគាត់ឈឺក្បាលដោយសារមិញឡើយបាទអញ្ចឹងពួកខ្ញុំនេះຕົកចិត្តហើយខ្ញុំនឹងឆាប់រៀបចំថ្ងៃមង្គលការឲ្យអ្នកទាំងពីរពុកអរគុណណាកូនប្រុសពុកសប្បាយចិត្តណាស់ដែលបានប្រពន្ធម្ដងទៀតមើលចោះលោកពុកគ្រាន់តែលើថាបានប្រពន្ធសប្បាយចិត្តភ្លេតពេលនេះពុកមើលទៅដូចជាកូនក្មេងអញ្ចឹងលាក់ខ្លះទៅលបងចំណានកុំឲ្យក្មេងវាដឹងច្រើនពេកតោះកូនពុកឃ្លានបាយណាស់យើងឆៃបាយផ្ទះម៉ែចុងរបស់ឯងទៅបន្ទាប់ពីកូនអនុញ្ញាតឲ្យគាត់មានប្រពន្ធហើយលោកអ៊ំចំណានគាត់ពិតជាសប្បាយចិត្តណាស់ចំណែកមិញច្រឹមគាត់ក៏បានកែខ្លួនដែរគាត់ឈប់លេងល្បែងនិងបង្កើតសុភមង្គលដល់ខ្លួនឯងចាប់តាំងពីថ្ងៃនោះមកពួកគាត់ទាំងពីរនាក់ក៏រស់នៅបានសេចក្តីសុខជារៀងរហូតទៅ